មានរឿងខ្លះរយឆ្នាំទើបមានម្ដងមនុស្សនាំគ្រោះថ្នាក់នេះគួរឲ្យស្អប់នាំគ្រោះដល់ប្រពន្ធរហូតដល់ស្លាប់ត្រកូលលាវត្រូវកាត់ផ្ដាច់ហើយត្រូវតែរកមនុស្សស្រីម្នាក់ដែលមានជោគវាសនាពិសេសមនុស្សស្រីពិសេសរៀបការភ្លាមទើបអាចកាត់ផ្ដាច់គ្រោះនេះបានសម្រាប់គេចោលតែម្ដងទៅចាំបាច់រកគ្រូទាយខ្លាំងៗមកសម្ដែងធ្វើអ្វីល្ងងណាស់ឱកាសល្អកាលពី3 ខែមុននរណាឲ្យឯងមិនបុកគេឲ្យស្លាប់ឲ្យតែឯងចោះដៃច្បាស់ជាត្រូវគេចាប់បានភ្លាមតែថាគូដណ្ដឹងរបស់លីវហេនីវ៉ាន់គឺជាមនុស្សខ្សែធនល្អណាស់យើងរកលេសឲ្យនាងមករៀបការជំនួសរួចខ្ចីដៃនាងដើម្បីសម្លាប់លីវហេនីវ៉ាន់ម៉ាក់ខ្ញុំមិនរៀបការទេគេគឺជាមនុស្សនាំគ្រោះរៀបការជាមួយគេខ្ញុំច្បាស់ជាស្លាប់មិនខានហាទុកឲ្យមានល្ងងនេះរៀបការជំនួសខ្ញុំទៅចៃដន្យណាស់កុំឲ្យខាតពេលបញ្ជូននាងទៅមន្ទីរពេទ្យឈួតទៅទ្រព្យសម្បត្តិទាំងអស់នឹងក្លាយជារបស់ពួកយើងប្អូនស្រីផ្លែប៉ោមឆ្ងាញ់ណាស់ឲ្យឯងញ៉ាំប្អូនស្រីឯងចង់ញ៉ាំទេអាយចេញឲ្យឆ្ងាយទៅម៉ាក់បញ្ជូននាងទៅត្រកូលលាវភ្លាមទៅខ្ញុំចង់ឲ្យមនុស្សស្លាប់រស់នោះនាំគ្រោះឲ្យនាងស្លាប់ត្រកូលលាវចៃដន្យណាស់ត្បូងពេជ្របុរាណរបស់ត្រកូលលាវគឺជាថ្នាំចុងក្រោយដែលអាចព្យាបាលជំងឺខ្ញុំបានរកបានដោយមិនបាច់ប្រឹងមនុស្សនាំគ្រោះមែនទេអ្នកនាងមកដល់ហើយខ្ញុំបានឲ្យគ្រូទីមើលហើយជាយ៉ានឹងហេនីវ៉ាន់ជោគវាសនាមិនត្រូវគ្នាទេតែអិនហើយកើតមកនាំសំណាងដល់ប្តីនាងនិងហេនីវ៉ាន់គឺជាគូព្រេងស័ក្តិសមបំផុតម៉ាក់បងប្រុសឥឡូវមានសភាពបែបនេះទៅហើយរៀបការជាមួយមនុស្សបែបនេះក៏ស័ក្តិសមដែរហាហើយម៉ាក់ទុកមនុស្សល្ងងម្នាក់នៅក្បែរបងប្រុសមិនរឹតតែងាយស្រួលឲ្យពួកយើងគ្រប់គ្រងទេម្ដាយចង់ចិត្តអាក្រក់មាត់មានសូវតែចិត្តពីស្ពូលហាគេដែលដេកលើក្រែមិនអាចជួយខ្លួនឯងបានត្រកូលលាវរៀងគួរឲ្យចាប់អារម្មណ៍យ៉ាងដែរបើចង់ធ្វើកូនប្រសារត្រកូលលាវចាប់ពីថ្ងៃនេះទៅត្រូវចូលរស់នៅនឹងមើលថែហេនីវ៉ាន់ហើយឆ្លៀតពេលបណ្ដុះមនោសញ្ចេតនាផងនេះហើយគឺមេគ្រួសារត្រកូលលាវដែលគេល្បីនោះមនុស្សនាំគ្រោះអូហូរូបរាងមិនអន់ទេតើមកឲ្យខ្ញុំមើលឲ្យច្បាស់បន្តិចមើលម៉ាក់ចោះបើការរៀបការនេះធ្វើឲ្យលីវហេនីវ៉ាន់ដឹងខ្លួនវិញគិតយ៉ាងម៉េចគេសន្លប់3 ខែទៅហើយតែអំណាចនៅក្រុមហ៊ុនលីវនៅតែរឹងមាំដដែលល្បិចរបស់គេម៉ាក់ក៏ដឹងស្រាប់ហើយមីល្ងងបើអាចព្យាបាលគេជាមែននោះសង្សារចាស់របស់គេដែលជាគ្រូពេទ្យមិននឹងអាចបោះបង់គេទៅក្រៅប្រទេសបានមីល្ងងនេះមកដល់ក៏ល្អដែរពួកយើងអាចខ្ចីដៃនាងដើម្បីកម្ចាត់លីវហេនីវ៉ាន់មុនហើយថែមទាំងអាចបំផ្លាញកេរ្តិ៍ឈ្មោះគេទៀតដើម្បីឲ្យអញអង្គុយតំណែងមេគ្រួសារនេះបានយ៉ាងរឹងមាំល្អណាស់ម៉ាក់ខ្ញុំនឹងទៅជូនដំណឹងដល់អ្នកសារព័ត៌មានទាំងអស់ឥឡូវនេះឲ្យអ្នកក្រុងជាងចេញទាំងអស់បានឃើញលីវហេនីវ៉ាន់ដែលធ្លាប់តែអស្ចារ្យទីបំផុតយករៀបការប្រពន្ធឈួតរៀងសង្ហាគួរសមអឹមស័ក្តិសមជាបុរសក្នុងក្តីស្រមៃរបស់នារីក្នុងក្រុងជាងចេញមែនទេធ្វើជាមនុស្សស្លាប់រស់បែបនេះគួរឲ្យស្ដាយណាស់មិនស្អើខ្ញុំសង្គ្រោះលោកដើម្បីជាប្រយោជន៍ដល់បងប្អូនស្រីទៅចុះមកចូលទាជីវិតល្បិចពីស្ពូលណាស់សត្រូវរបស់លោកពិតជាស្អប់លោកដល់ឆ្អឹងហើយមិនត្រឹមតែចង់ឲ្យលោកសន្លប់ទេថែមទាំងចង់បានជីវិតលោកទៀតតែជួបខ្ញុំចាត់ទុកថាលោកមិនទាន់ដល់ទីបញ្ចប់ទេបន្តិចទៀតខ្ញុំនឹងចាក់ម្ជុលបន្សាបជាតិពុលឲ្យលោកទ្រាំបន្តិចទៅណាតែបើមេគ្រួសារត្រកូលលាវដឹងខ្លួនវិញកុំភ្លេចសងគុណខ្ញុំផង
មេគ្រួសារត្រកូលលាវរាងកាយលោកខ្សោយពេកហើយខ្សោយណាស់ជាពលចូលដល់សរសៃឈាមទៅហើយមិនអាចទទួលយកបានទេអេប្អូនប្រុសឆាប់ភ្ញាក់ឡើងឆាប់មកលេងជាមួយខ្ញុំមកលោកស្រីវ័យក្មេងសុំចេញឲ្យឆ្ងាយដល់ម៉ោងបញ្ចុកថ្នាំលោកប្រុសហើយផឹកថ្នាំមែនទេខ្ញុំបញ្ចុកគេអាហាដំណក់ទឹកភ្លៀងធ្លាក់ហើយមានរឿងអីហ្នឹងលោកប្រុសទី2មីល្ងងនេះវាកំពុកថ្នាំខ្ញុំថាភ្លៀងធ្លាក់ទៅវិញមីល្ងងពិតជារំខានមែនឯងនេះក៏មិនរហ័សរហួនដែរយកវាម្ដងទៀតទៅថ្នាំនេះច្រើនម្លេះលីវហេនីវិនលោកអាចទ្រាំបាន3ខែនេះចាត់ទុកថាសំណាងល្អណាស់ហើយទុកឲ្យខ្ញុំសុំថ្នាំបន្សាបឲ្យលោកវិញល្អជាងពិបាកមែនត្រកូលលាវសុទ្ធតែភ្នាក់ងារស៊ើបការពេញនឹងតែខ្ញុំអាចធ្វើបានត្រឹមលួចផ្សំថ្នាំនៅទីនេះអែមក្លិនប្លែកណាស់លោកស្រីវ័យក្មេងកំពុងធ្វើអីហ្នឹងខ្ញុំកំពុងលេងធក់ស្អុយណាស់អ្នកយាមតឹងតែងពេកហើយផ្សំថ្នាំមិនកើតទេអញ្ចឹងមានតែប្រើវិធីព្យាបាលដែលប្រថុយប្រឋានបំផុតហើយឲ្យតែអាចបើកសរសៃឈាមលោកបានទាំងអស់ហើយបញ្ចេញជាតិពុលទាំងអស់មកក្រៅគ្រាន់តែថាបើភ្លាត់តែបន្តិចលោកនឹងស្លាប់ភ្លាមបើស្លាប់មិនអាចបន្ទោសខ្ញុំបានទេណាស្រួលខ្លួនណាស់មានប្រសិទ្ធភាពអិនហើយនាងកំពុងធ្វើអីហ្នឹងលោកតាខ្ញុំឃើញប្អូនប្រុសរៀងងខ្វក់បន្តិចខ្ញុំក៏លាងខ្លួនឲ្យគេបន្តិចទៅប៉ុន្តែគេមិនកម្រើកសោះក៏មិននិយាយដែរតឹងតែពីគេងលោកតាខ្ញុំចង់ឲ្យគេមកលេងជាមួយខ្ញុំមែនតើនាងចង់ឲ្យគេមកលេងជាមួយនាងមែនទេយករបស់នេះឲ្យគេញ៉ាំទៅពេលគេភ្ញាក់គេនឹងលេងជាមួយនាងហើយចង់ខ្ចីដៃខ្ញុំដើម្បីដាក់ថ្នាំបំពុលលីវហេនីវិនហេអញ្ចឹងលោកប៉ះចំដែកទុនហើយណាខ្ញុំនឹងបញ្ចុកប្អូនប្រុសញ៉ាំលីវហេនីវិនសំណាងហើយដែលខ្ញុំសាំនឹងថ្នាំពុលគ្រប់ប្រភេទសង្គ្រោះលោកមួយជីវិតទៀតហើយណាកុំភ្លេចសងគុណផងមនុស្សដែលធ្វើពុតជាល្ងងម្នាក់តែបែរជាមានវិជ្ជាពេទ្យពូកែយ៉ាងនេះតាមពិតនាងជាអ្នកណាទៅបងស្រីត្រូវរៀបការជាមួយមនុស្សស្លាប់រស់បែបនេះសប្បាយចិត្តទេស្រីល្ងងនិងប្រុសពិការជាគូស័ក្តិសមនិងជារឿងគួរឲ្យអស់សំណើចបំផុតប្អូនស្រីមិនក៏ឯងមកទីនេះខ្ញុំមកផាត់មុខឲ្យបងតើឲ្យបងខ្លាចជារឿងកំ pl ែងពេញក្រុងជាងចេញនេះប្អូនស្រីខ្ញុំក៏ចង់លេងដែរខ្ញុំក៏ចង់លេងដែរប្អូនស្រីចង់លេងទៀតហាឆ្មាក៏ចង់បានដែរឆ្មាក៏ចង់បានដែរមីឈួតនេះអញហ៊ានវាយបកទៀតហេមិនចាំទេថាអញខ្លាចជាមនុស្សឈួតដោយរបៀបណាកាលនោះខ្ញុំជាអ្នកសង្កត់ក្បាលឯងចូលក្នុងទឹកឯងក្តៅខ្លួនពេញ10ថ្ងៃពីក្មេងឆ្លាតខ្លាចជាក្មេងល្ងងឯងនៅហ៊ានរករឿងខ្ញុំទៀតឯងនៅហ៊ានរករឿងខ្ញុំទៀតទេខ្ញុំត្រូវចាំដល់ថ្ងៃស្អែកក្រោយរៀបការរួចសិនចាំវាឯងឲ្យចាស់ដៃមិនអាចឲ្យមនុស្សពេញក្រុងដឹងថាឯងបែបនេះទេសិនអែនហើយគ្រាន់តែជារឿងកំ pl ែងមួយប៉ុណ្ណោះជារៀងរហូតមិនអាចប្រៀបនឹងខ្ញុំបានទេ
នរណាថាសិនអិនហើយគឺជារឿងកំ pl ែងនោះប្រហែលមិនមែនជាខ្ញុំទេដឹងសូមអរគុណភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញមកចូលរួមពិធីមង្គលការរបស់លោកសូមអញ្ជើញកូនកំឡោះកូនក្រមុំកាន់ដៃគ្នាជាបន្តសូមអញ្ជើញកូនក្រមុំបំពាក់ចិញ្ចៀនតំណាងឲ្យសេចក្តីស្រឡាញ់ពិតនេះដល់កូនកំឡោះបងស្រីប្រយ័ត្នបន្តិចផងកុំធ្វើឲ្យបាក់ម្រាមដៃបងថ្លៃបងល្ងងមិនអីទេតែកុំធ្វើឲ្យបងថ្លៃខ្លាចជាជនពិការលាវហេនីវ៉ាន់ធ្លាប់តែមានអំណាចពេញទំហឹងក្នុងវិស័យជំនួញឥឡូវបែរជាយករៀបការប្រពន្ធឈួតបើដឹងខ្លួនវិញប្រហែលជាមិនចង់រស់ទេនឹងហើយបើខ្ញុំជាលាវហេនីវ៉ាន់វិញសុកចិត្តស្លាប់តែម្ដងទៅល្អជាងទោះជាបាក់ដៃក៏ដោយគេក៏នៅតែជាប្តីរបស់ខ្ញុំប្រពន្ធសម្លាញ់ហត់ហើយម៉ាក់ចុងប្អូនប្រុសខ្ញុំត្រឡប់មកវិញហើយដឹងខ្លួនវិញល្អណាស់ព្រះពោធិសត្វតាមថែរក្សាមើលទៅការរៀបការនេះពិតជាមានប្រសិទ្ធភាពមែនបើអ្នកពិតជាសប្បាយចិត្តមែនល្អណាស់ខ្ញុំចូលចិត្តចរិតនេះហ៊ានធ្វើហ៊ានទទួលមិនព្រមទ្រាំឲ្យគេជិះជាន់ទេលាវហេនីវ៉ាន់បែរជាដឹងខ្លួនវិញមិនបានទេខ្ញុំមិនអាចឲ្យសាន់អិនហើយធ្វើជាភរិយាអគ្គនាយកបានទេតំណែងនោះគឺជារបស់ខ្ញុំបងហេនីវ៉ាន់អូនដឹងស្រាប់ហើយថាបងច្បាស់ជាដឹងខ្លួនវិញបងកុំជឿសម្ដីមីល្ងងនេះអីអូនទៅជាគូដណ្ដឹងពិតប្រាកដរបស់បងចង់ធ្វើជាប្រពន្ធរបស់លាវហេនីវ៉ាន់នាងនឹងហេអ្នកទាំងអស់គ្នាពិធីមង្គលការនៅតែបន្តប្រពន្ធរបស់លាវហេនីវ៉ាន់ខ្ញុំមានតែនាងម្នាក់ប៉ុណ្ណោះអូយហេតុអីទៅខឹងចង់ស្លាប់ហើយរៀបការ3ដងនាងមានសិទ្ធអីខ្ញុំដាច់ខាតមិនឲ្យនាងរស់នៅស្រួលជាងខ្ញុំទេថ្ងៃនេះខ្ញុំទ្រាំនាងនឹងត្រូវសង101,000 ដងត្រឡប់ទៅលើនាងវិញហាហាហាម៉ាក់ត្រកូលលាវលែងជារបស់ខ្ញុំហើយមិនក៏បងប្រុសដឹងខ្លួនវិញទៅម៉ាក់ប្អូនប្រុសពួកយើងទៅហា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 ហើយគេកំពុងស៊ីសម្បល់ទៀតមីល្ងងនេះនាងមានវិជាពេទ្យដ៏ពូកែតែបែរជាធ្វើពុតជាល្ងងគួរឲ្យចាប់អារម្មណ៍មែនទើបតែដឹងខ្លួនវិញរៀងមិនទាន់សាំបន្តិចមិនអីទេបន្តធ្វើពុតជាល្ងងបោកយកត្បូងពេជ្របុរាណសិនទើបជារឿងសំខាន់ប្អូនប្រុសផឹកថ្នាំខ្ញុំចង់ឲ្យអូនបញ្ចុកប្អូនប្រុសធំប៉ុណ្ណឹងហើយនៅមិនចេះផឹកថ្នាំខ្លួនឯងទៀតខ្មាស់គេណាស់ប្រពន្ធខ្លួនឯងសោះមានអីត្រូវខ្មាស់អៀនទៅ
ប្អូនប្រុសមិនស្ដាប់បង្គាប់ទេណាលើកក្រោយកុំកម្រើកទៀតប្រុសម្នាក់នេះមិនក៏ពូកែតាក់ទាញម្លេះប្រុសញីពេលខ្ញុំដេកនៅទីនោះនិយាយសុទ្ធតែរឿងចោកនឹងខ្លាតាមពិតគ្រាន់តែជាទន្សាយអ៊ីនព្រៀនសោះប្រពន្ធសម្លាញ់តើអូនមានអាកំបាំងប៉ុន្មានទៀតតែបងមិនទាន់ដឹងឥឡូវនេះគួរតែនិយាយគ្នាឲ្យដឹងរឿងហើយលោកលីវវ័យក្មេងការសហការរបស់ពួកយើងត្រូវលុបចោលចេញគ្មាននរណាហ៊ានរករឿងលីវហេនីវ៉ាន់ទេ5 ឆ្នាំមុនគេចេញមុខម្នាក់ឯងវាយកកំពុងផាយជាងចេញពេលឆ្នាំមុនធ្វើឲ្យគូប្រជែងក្រុមហ៊ុន Lakeside ធនត្រឹមមួយយប់គេបញ្ចេញពាក្យថាមិនអោយសហការជាមួយលោកពិតណាស់គ្មាននរណានៅជាងចេញហ៊ានល្មើសបញ្ជីគេទេរឿងដែលលោកនិយាយខ្ញុំសុទ្ធតែម៉ាក់មិនមែនម៉ាក់និយាយថាដីមួយកន្លែងនោះប៉ាខំរកគ្រូទីកំណត់ទុកមកទេថាឲ្យតែបើកឡានបុកគេនៅដីនោះមួយជីវិតនេះគេនឹងមិនអាចដឹងខ្លួនវិញទេឬមួយមីល្ងងនោះពិតជាមនុស្សនាំសំណាងឲ្យគេមែនមិនបានទេបើគេពិតជាដឹងខ្លួនមែនអញ្ចឹងខ្ញុំច្បាស់ជាអស់អ្វីទាំងអស់ហើយអាឡូជួយរកមនុស្សប៉ុន្មានអ្នកទៅសម្លាប់មនុស្សម្នាក់ឲ្យខ្ញុំអាល្ងងដាក់ទូរស័ព្ទចុះភ្លាមបងប្រុសឯងទៅតែដឹងខ្លួនមនុស្សពេញវិស័យចំនួនកំពុងសម្លឹងមើលត្រកូលលាយើងបើគេស្លាប់អ្នកដែលត្រូវគេសង្ស័យមុនគេគឺឯងហើយអត់ទេចុះអញ្ចឹងពួកយើងគួរធ្វើម៉េចទៅម៉ាក់ឬមួយចាំឲ្យគេក្តោបអំណាចវិញមែនតែនរួចមកស៊ើបបញ្ជីក្រុមហ៊ុនចាប់ពួកយើងចូលគុកទាំងអស់គ្នាហេប្រញាប់អីម៉ាក់បានបញ្ជូនមនុស្សទៅសូប៉ានក្រុមប្រឹក្សាពិបាលរួចហើយមានអ្នកនៅខាងក្នុងក្រុមហ៊ុនជួយការពារពួកយើងអាចទប់ទល់នឹងគេបានហើយម្យ៉ាងទៀតម៉ាក់បានតាក់ទងឆៃយូអេងឲ្យត្រឡប់មកប្រទេសវិញហើយតាក់ទងនាងធ្វើអីការនោះមិនមែននាងទេដែលរើសអើងលីវហេនីវ៉ាន់ថាឈឺមើលមិនជាទៅបរទេសនោះបើត្រឡប់មកវិញលីវហេនីវ៉ាន់អាចអត់ទោសឲ្យនាងបានឬនាងគឺជាគ្រូពេទ្យណាហើយក៏ជាសង្សារដំបូងរបស់លីវហេនីវ៉ាន់ទៀតពួកយើងអាចខ្ចីដៃនាងដើម្បីធ្វើឲ្យលីវហេនីវ៉ាន់ក្លាយជាមនុស្សរុកជាតិម្ដងទៀតម្យ៉ាងទៀតឆៃយូអេងក៏មិនអនុញ្ញាតលីវហេនីវ៉ាន់មានមនុស្សស្រីផ្សេងនៅក្បែរខ្លួនដែរចឹងយើងក៏មិនបាច់ហត់នឿយទៅគិតលពេចសម្រាប់មនុស្សម្នាក់ដែរអាចសាកមើលបានពួកយើងគួរតែនិយាយគ្នាឲ្យដឹងរឿងហើយនៅចង់ធ្វើពុតដល់ពេលណាទៀតនៅតែមិនទទួលស្គាល់ទៀតចង់ធ្វើអីខ្ញុំអិនហើយស្ដាប់មិនយល់ថាបងប្រុសកំពុងនិយាយអីទេអិនហើយខ្លាចណាស់អិនហើយមិនយល់ទេនៅធ្វើពុតទៀតល្អណាស់អញ្ចឹងយប់នេះពួកយើងទៅបន្ទប់សំដំណេកចូលចិត្តបន្តិចទៀតប្រយ័ត្នខ្ញុំយកជីវិតលោកលែងធ្វើពុតហើយហេះខ្ញុំមើលទៅលោកទៅជាអ្នកពូកែធ្វើពុតមិនដែរចង់លែងលេះជាមួយខ្ញុំហេះទេខ្ញុំចង់ឲ្យអូនបន្តធ្វើជាប្រពន្ធរបស់ខ្ញុំក្នុងរយៈពេល1ឆ្នាំទោះបីជាពួកយើងរៀបការដោយកិច្ចសន្យាប៉ុន្តែពួកយើងក៏ត្រូវធ្វើកិច្ចព្រមព្រៀង3ចំណុចដែរហេតុអីត្រូវជាខ្ញុំព្រោះអូនចេះវិជ្ជាពេទ្យម្យ៉ាងទៀតខ្ញុំចូលចិត្តអូនខ្ញុំចូលចិត្តមនុស្សឆ្លាតនេះគឺជាទឹកចិត្តរបស់ខ្ញុំអូនអាចមើលសិនបានមើលទៅត្រូវតែរកលេសឲ្យគេដឹងហើយខ្ញុំមិនបានគំរាមអូនទេកុំបារម្ភខ្ញុំមានមនុស្សដែលខ្ញុំចូលចិត្តហើយក្នុងរយៈពេល1ឆ្នាំនេះអូនគ្រាន់តែសម្ដែងតួនាទីរបស់អូនឲ្យបានល្អទៅបានហើយក្នុងអំឡុងពេលនេះមិននិយាយរឿងស្នេហាមិនបំពានព្រំដែនមានតែប៉ុណ្្នឹងទេ1ឆ្នាំក្រោយពេលខ្ញុំដោះស្រាយដុំសាច់អាក្រក់ក្នុងត្រកូលលាវរួចរាល់ខ្ញុំនឹងឲ្យប្រាក់សំណងយ៉ាងច្រើនដល់អូនដល់ពេលនោះអូនអាចសម្រេចចិត្តចាក់ចេញបានកិច្ចសន្យាមុនរៀបការសំណងស្វ័យប្រវត្តិពេលផុតកំណត់កិច្ចសន្យារាប់មើលថាមានលេខ0ឲ្យប៉ុន្មាន2 3 4 5 5 1 5 2 50លាន
បើមិនគ្រប់ខ្ញុំអាចបន្ថែមទៀតបានសម្ដែងមួយឆ្នាំបាន50លានអញ្ចឹងក៏មិនខាតដែរបានលុយខ្ញុំយកប៉ុន្តែខ្ញុំចង់បានត្បូងពេជ្របុរាណរបស់ត្រកូលលាវពួកលោកនិមិត្តសញ្ញារបស់មេគ្រួសារត្រកូលលាវអូនចង់បានត្រកូលលាវកុំយល់ច្រឡំណាខ្ញុំគ្មានចំណាប់អារម្មណ៍រឿងនេះទេប៉ុន្តែត្បូងពេជ្រនោះគឺជាថ្នាំមួយមុខខ្ញុំត្រូវការវាបើលោកយល់ព្រមខ្ញុំចុះហត្ថលេខាភ្លាមបានខ្ញុំសន្យានឹងអូនគ្រាន់តែជារបស់បញ្ចាំចិត្តប៉ុណ្ណោះពេលខ្ញុំទទួលបានតំណែងមេគ្រួសារចាំឲ្យគេធ្វើមួយទៀតទៅបានហើយរងចាំដល់មួយឆ្នាំក្រោយខ្ញុំនឹងឲ្យអូនយកត្បូងពេជ្រនោះចាក់ចេញប៉ុន្តែនិយាយគ្នាឲ្យហើយណាក្នុងអំឡុងពេលនេះបើលោកលោកភ្លុនចង់បានរូបរាងកាយខ្ញុំកុំបន្ទោសថាខ្ញុំយកជីវិតលោកឲ្យសោះហ៊ានហេឥឡូវនេះខ្ញុំកាន់តែចង់ដឹងហើយថាមនុស្សដូចជាអូនមិនក៏ត្រូវធ្វើពុតជាល្ងងលោកមានការលំបាករបស់លោកខ្ញុំក៏មានការលំបាករបស់ខ្ញុំដែរបើមិនអញ្ចឹងខ្ញុំរស់នៅក្នុងត្រកូលលាវយ៉ាងម៉េចទៅគួរឲ្យចាប់អារម្មណ៍មែនខ្ញុំចូលចិត្តចរិតរបស់អូនណាស់ប៉ុន្តែសុំទោសផងចរិតរបស់លោកខ្ញុំមិនសូវចូលចិត្តទេពេលលោកសន្លប់លោកអាចរបងស្រីទី2និយាយមែនទេលោកពិតជាចោកចាស់ដែលមានល្បិចជ្រៅមែនអាចយល់បានប៉ុន្តែចោកឃ្លានខ្ញុំមិនហ៊ានទទួលទេពាក្យសម្ដីដូចចោកនឹងខ្លារបស់អូននោះខ្ញុំមិនហ៊ាននិយាយទេលោកកុំចូលមកចិត្តខ្ញុំអីនិយាយគ្នាហើយថាពួកយើងគ្រាន់តែជាការដោះដូរមិននិយាយរឿងស្នេហាទេតាមពិតប្រពន្ធខ្ញុំចេះតែនិយាយប៉ុណ្ណោះមិនប្រញាប់ទេមីស្រីតូចមិនចេះខ្មាស់គេចេញទៅក្រៅភ្លាមមីស្រីតូចមិនចេះខ្មាស់គេចេញទៅក្រៅភ្លាមប៉ុន្តែគេជាប្តីខ្ញុំណា Anyone នាងនិយាយនឹងជាការពិតឬបងនិយាយអ្វីម៉ាត់មកនាងពិតជាប្រពន្ធរបស់ខ្ញុំមែនការដែលខ្ញុំសន្លប់គ្រូពេទ្យឆាយទៅបរទេសពិតជាមិនដឹងពីរឿងអស់នេះទេ Anyone ស្ដាប់អូនពន្យល់សិនអូនទៅបរទេសគឺដើម្បីរៀនបច្ចេកទេសថ្មីអូនធ្វើគ្រប់យ៉ាងដើម្បីតែបងទេណាមីងប្រាប់អូនថាពងដឹងខ្លួនវិញអូនក៏ប្រញាប់ត្រឡប់មកវិញភ្លាមអញ្ចឹងសង្សារចាស់ម្នាក់នេះពីមុនធ្លាប់បោះបង់លាវ Anyone ម្ដងរួចហើយរឿងនេះធំណាស់តើខ្ញុំរៀបការរួចហើយគ្រូពេទ្យឆៃឥឡូវនេះខ្ញុំនិងអ្នកគ្រាន់តែជាទំនាក់ទំនងរវាងគ្រូពេទ្យនិងអ្នកជំងឺប៉ុណ្ណោះសូមគោរពខ្លួនឯងផងរៀបការ Anyone បងមិនអាចធ្វើបែបនេះដាក់អូនទេមានអារម្មណ៍ថាត្រូវគេបោះបង់ចោលអាប្រុសខូចពិតមែនអ្នកសង្ហាសុទ្ធតែមិនមែនមនុស្សល្អទេមិនត្រូវទេអ្នកអាក្រក់ក៏គ្មានអ្នកល្អដែរម៉ាក់បងប្រុសបែរជាមិនដេញឆៃយូអេងចេញទេមើលទៅផែនការពួកយើងនៅអាចបន្តបានយ៉ាងរលូនហើយយ៉ាងណាក៏ជាសង្សារដំបូងមានមនោសញ្ចេតនានឹងគ្នារបស់ម៉ាក់បានរៀបចំឲ្យឯងរួចហើយរៀបចំអីគេមិនក៏នាងនៅទីនេះលោកតាបងស្រីស្អាតម្នាក់នោះបានដេញអិនហើយចេញមកក្រៅអិនហើយឃ្លានពោះណាស់មីល្ងងអត់ប្រយោជន៍ឯងក៏ហ៊ានធ្វើឲ្យខ្ញុំខឹងដែរហេអញ្ចឹងត្រៀមខ្លួនទៅអង្គុយក្នុងបន្ទប់ទឹករយៈពេល3ថ្ងៃ3យប់ទៅម៉ាក់ខ្ញុំឈឺពោះអូយលោកតាបងប្រុសម្នាក់នេះមិនក៏មាត់ខាងលើនិងមាត់ខាងក្រោមសុទ្ធតែស្អុយបែបនេះទៅវិញមិនរួចទេទ្រាំលែងបានហើយមកអី
Ha 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 ha. Anyone នាងគ្រាន់តែជាមនុស្សល្ងងម្នាក់នាងមិនស័ក្តិសមនឹងបងតតែសោះបងលែងលេះជាមួយនាងហើយរៀបការជាមួយអូនល្អទេខ្ញុំធ្លាប់ប្រាប់អូនរួចហើយកាលនោះខ្ញុំប្រកាសថាអូនគឺជាសង្សាររបស់ខ្ញុំគ្រាន់តែដើម្បីរារាំងស្រីដែលតាមញ៉ែខ្ញុំប៉ុណ្ណោះឥឡូវនេះអូនកំពុងសម្ដែងឲ្យនរណាមើលអូនស្រឡាញ់បងណា Anyone បងក៏មានអារម្មណ៍ចំពោះអូនដែរមែនទេមីងហាននិយាយត្រូវតតែបងមានបញ្ហាទើបអូនអាចធ្វើជាគ្រូពេទ្យប្រចាំកាយរបស់បងហើយត្រឡប់មកក្បែរបងវិញបានចេញទៅក្រៅទាំងអស់គ្នាទៅ Anyone អូនមើលបងផឹកថ្នាំអស់ចាំអូនទៅអាឡូលោកលាវមានរឿងហើយតារាម៉ូដែលទើបចុះកិច្ចសញ្ញាថ្មីមិនត្រឹមតែចង់ផ្ដាច់កិច្ចសញ្ញាជាមួយថែមទាំងលួចយកផលិតផលថ្មីរត់បាត់ទៀតក្រុមហ៊ុនខាតបង់យ៉ាងធ្ងន់ធ្ងរប្តឹងគេពីបទរំលោភកិច្ចសញ្ញាតែម្ដងទៅបិទផ្លូវរកស៊ីគេយកពាក្យនេះទៅប្រាប់លោកលេខក្រុមហ៊ុនបោឆេងផងបើគេហ៊ានទទួលយកនាងពួកយើងនឹងកាត់ផ្ដាច់ទំនាក់ទំនងអាជីវកម្មទាំងអស់ជាមួយពួកគេខ្ញុំចង់ឲ្យមនុស្សពេញវិស័យនេះដឹងថាអ្នកដែលហ៊ានក្បត់ត្រកូលលាវខ្ញុំសុទ្ធតែគ្មានទីបញ្ចប់ល្អទេលោកលាវសំណាងហើយដែលលោកត្រឡប់មកវិញបើមិនអញ្ចឹងទេប្រធានហែននិងអនុប្រធានមិនដឹងជាបង្ករឿងអ្វីទៀតទេតារាម៉ូដែលម្នាក់នេះគឺជាស្រីកំណានរបស់អនុប្រធានគឺជាអ្នកដែលគាត់ណែនាំមកគ្មានអ្នកណារារាំងទេបន្ទាប់ពីលោកសន្លប់អនុប្រធានលាវបានដកតំណែងបុគ្គលិកជាន់ខ្ពស់ជាច្រើនអ្នកមើលទៅដុំសាច់អាក្រក់ពីរអ្នកនេះត្រូវតែប្រញាប់ដោះស្រាយហើយមែនហើយលោកលាវមានពាក្យចាំអារាមថាសង្សារដំបងរបស់លោកជាអ្នកសង្គ្រោះលោកថែមទាំងបញ្ជាក់បញ្ជាថាលោកបោះបង់សង្សារចាស់ថាជាប្រុសខូចត្រូវការឲ្យខ្ញុំដោះស្រាយទេចៃដន្យណាស់ដែលអិនហយមិនចង់ឲ្យអ្នកក្រៅដឹងពីវិជាពេទ្យរបស់នេះក៏មិនធ្វើឲ្យអ្នកណាសង្ស័យដែរមិនបាច់ទេគ្មានផលប៉ះពាល់អីទេលោកលាវលឿនឡើងលោកលាវឆាប់នាំខ្ញុំទៅរកលោកស្រីវ័យក្មេងទៅមានរឿងហើយលោកស្រីវ័យក្មេងចៅវាយចិត្តស្លាប់ហើយអូយថ្ងៃនេះគ្មាននរណាម្នាក់អាចចូលបានទេម្ដាយនិងកូនប្រុសតកូលលាវនេះចង់ឲ្យលាវ Anyone ស្លាប់មែនឈាមដែលខ្ញុំវាយឲ្យខ្ជាអំបាញ់មិញពណ៌ខ្មៅធ្លាក់ដល់សួតហើយបើមិនប្រញាប់ព្យាបាលច្បាស់ជាស្លាប់មិនខានអូយខ្ញុំថាឲ្យលោកហើយណាខំប្រឹងសង្គ្រោះលោកទម្រាំដឹងខ្លួនបែរជាសន្លប់វិញបាត់លោកកុំទាន់ស្លាប់អីណាត្បូងពេជ្រខ្ញុំនៅមិនទាន់បានផងទ្រាំបន្តិចទៅមកចូលស្រមោចនេះណាច្បាស់ជាធ្វើឲ្យលោកមានអារម្មណ៍ដូចស្រមោចរាប់ពាន់ក្បាលកំពុងខាំប៉ុន្តែវាល្អសម្រាប់សរសៃឈាមដែលទើបតែបើករបស់លោកនរណាគេមានអ្នកមកហើយAnyone មីងប្រាប់ថាបងឈឺទើបឲ្យអូនមកមើលបង
Anyone ហេតុអីតតែធ្វើបាបបងទើបបងព្រមស្ដាប់បង្គាប់នោះរោគចិត្តមែនស្រឡាញ់គេតតែសម្លាប់គេហេអូនច្បាស់ជានឹងដេញមីល្ងងនោះចេញឲ្យបានបងគឺជារបស់អូននឹងក្លាយជាមនុស្សតែម្នាក់គត់របស់បងក្លាយជាប្រពន្ធរបស់ Liu Hanyuan អូនប្រាប់ហើយថាមានតែអូនទេទើបអាចជួយបងបានចាំដល់ថ្ងៃស្អែកពេលបងភ្ញាក់ឡើងនឹងដឹងពីភាពល្អរបស់អូនហើយទីបំផុតដឹងខ្លួនហើយអំបាញ់មិញពេលឆៃយូអេងចូលមកប្រហែលជាលោកដឹងខ្លួនហើយមើលទៅមានគ្រោះថ្នាក់ណាស់ប្រញាប់ដោះស្រាយចេញទៅម្ដាយនិងកូនប្រុសតកូហានលាក់ទុកយ៉ាងជ្រៅមែនបើនាងនិងម្ដាយកូនហានដងមីត្រូវរើគ្នាប្រហែលជានេះហើយគឺជាចំណុចខ្សោយរបស់ពួកគេមិនបាច់បញ្យល់ទេយ៉ាងណាក៏ពួកយើងគ្រាន់តែជាការដោះដូរគ្នាអូនទៅណាម្ដាយកូនហានដងមីមិនឲ្យខ្ញុំចូលជួបលោកទេខ្ញុំលួចផ្លោះបង្អួតចូលមកក៏ត្រូវតែផ្លោះចេញទៅវិញហើយបន្តិចទៀតបងជូនអូនចេញទៅធ្វើបែបនេះគ្រោះថ្នាក់ពេកហើយកុំអីបើនរណាម្នាក់ដឹងថាខ្ញុំមិនបានល្ងងខ្ញុំមិនបាត់បង់តម្លៃសម្រាប់លោកប្រើប្រាស់ហើយទេយ៉ាងណាក៏ខ្ញុំមានតែត្រូវធ្វើពុតជាល្ងងទើបអាចក្លាយជាកាំបិតដ៏មុតស្រួចមួយនៅក្នុងដៃរបស់ Liu Hanyuan បានខ្ញុំធ្វើបែបនេះចំពោះនាងតាអយុត្តិធម៌ពេកទេថ្ងៃនេះគ្មានអ្នកណាមកខាត់នាងទៀតទេមែនហើយដោយសារតែលោកប្រធានលាវចេញមុខនិយាយការពារឥឡូវនេះខ្ញុំអាចដើរហើរក្នុងត្រកូលលាវបានដោយសេរីហើយអូនគឺជាប្រពន្ធរបស់បងនេះជាសិទ្ធិដែលអូនក៏បីទទួលបានក្នុងកំឡុងពេលកិច្ចសន្យាខ្ញុំនឹងទទួលបានផលតបស្នងសិនអែនហើយកុំរំភើបតែឯងពេកគេធ្វើបែបនេះក៏ដើម្បីតែកិច្ចសន្យាប៉ុណ្ណោះឆ្នាំអីហ្នឹងមិនក៏ល្វីងម្លេះគឺដោយសារតែចង់ធ្វើឲ្យលោកខ្ពើមទើបខ្ញុំប្រើថ្នាំដែលល្វីងបំផុតនឹងណាបើសិនជាលោកមិនផឹកទេច្បាស់ជាស្លាប់ហើយនាងចង់ធ្វើអីមិនឲ្យផឹកទេ Hanyuan ឲ្យអូនធ្វើជាគ្រូពេទ្យប្រចាំកាយរបស់បងបានទេមីល្ងងនេះជួយសង្គ្រោះបងគ្រាន់តែជាការចៃដន្យឲ្យមិញគឺអូនជាអ្នកចាក់ថ្នាំឲ្យបងទើបបងអាចដឹងខ្លួនមកវិញនោះប៉ុន្តែបងស្រីនៅកន្លែងរបស់ពួកខ្ញុំមានតែចោរទេដែលលួចចូលផ្ទះអ្នកអតីតពេលកណ្ដាលអាធ្រាបបែបនេះមែនទេបានបងសន្យានឹងអូនបានបងសន្យានឹងអូនHanyuan សរសៃឈាមបងនៅទីនេះស្ទះខ្លាំងណាស់ត្រូវការម៉ាស្សាឲ្យជ្រាបចូលកាន់តែជ្រៅអូយបងស្រីថ្នាំកំពុងខ្ញុំទៅស្ងោរមួយចានទៀតឲ្យបងទៅចុះទន្សាយនេះខំគេទៀតហើយគ្រូពេទ្យឆៃការម៉ាស្សាថ្ងៃនេះបញ្ចប់តែត្រឹមនេះចុះបងរៀងហត់បន្តិចហើយអូនត្រឡប់ទៅមុនចុះសាន់អែនហុយនាងគ្រាន់តែជាគ្រឿងតាំងលំមមួយប៉ុណ្ណោះរាងកាយរបស់ Hanyuan បេះដូងរបស់គេមិនទាន់ធ្លាក់ដល់ដៃមីល្ងងដូចនាងទេប៉ុន្តែបងស្រីក្បាច់ម៉ាស្សារបស់បងអំបញ្ញមិញនិងទីតាំងសរសៃហាក់ដូចជាខុសហើយណា
បងស្រីមានពេលដណ្ដើមប្តីគេមិនក៏មិនឆ្លៀតពេលទៅរៀនវិជ្ជាពេទ្យបន្ថែមទៅនាងមានសិទ្ធិអីមកសង្ស័យវិជ្ជាពេទ្យរបស់ខ្ញុំសិជួយជានាងទៀតហើយមិនក៏នាងតែងតែរករឿងខ្ញុំអញ្ចឹងគាត់គឺជាបងថ្លៃរបស់ខ្ញុំរៀបការស្របច្បាប់នាងគួរតែចេះគោរពគាត់បន្តិចផងខ្ញុំមើលងាយនាងក៏ដោយសារតែនាងមិនពូកែវិជ្ជាពេទ្យនេះហើយមួយថ្ងៃគិតតែពីតាក់ទាញប្រុសបើនាងនៅតែលោភលន់ចង់បានរបស់ឥតប្រយោជន៍ខ្ញុំទម្លាយរឿងអាក្រក់របស់នាងបងថ្លៃខ្ញុំឈ្មោះសិជួយរីករាយណាស់ដែលបានស្គាល់បងខ្ញុំជាគ្រូពេទ្យថែរក្សាសុខភាពរបស់បងប្រុសថ្ងៃក្រោយខ្ញុំជាអ្នកការពារបងអរគុណប្អូនស្រីដ៏ស្រស់ស្អាតនេះគឺជារបស់ល្អណាស់ជំនួយកម្លាំងនឹងឈាមពង្រឹងសុខភាពមើលទៅបងថ្លៃពិតជាមនុស្សឆ្លាតដែលធ្វើពុតជាល្ងងមែនប្អូនជីដូនមួយម្នាក់នេះពូកែខាងវិជ្ជាពេទ្យមែនបើមាននាងជួយតើខ្ញុំអាចប្រាប់លីវហេនីវ៉ាន់ឲ្យសុំចេញមុនបានទេចាក់ចេញមែនទេត្រកូលលីវនេះខ្ញុំមិនចង់ស្នាក់នៅសំបីតែមួយថ្ងៃទៀតទេបើមិនអញ្ចឹងទេយូរនឹងឆាប់ច្បាស់ជាមានរឿងមិនខានអាឡូលេខាយ៉ែងជួយស៊ើបប្រវត្តិរបស់លោកស្រីឲ្យខ្ញុំបន្តិចស៊ើបឲ្យល្អិតល្អន់បំផុតខ្ញុំចង់ដឹងចង់យល់ពីនាងឲ្យច្បាស់ម្សិលមិញខ្ញុំឃើញមានថ្នាំ2-3មុខនៅទីនេះបើផឹកយូរទៅនឹងធ្វើឲ្យក្រលៀនចុះខ្សោយអញ្ចឹងហើយទើបខ្ញុំរកគេឲ្យជួយឆែកមើលខ្ញុំមើលទៅនាងពិតជាមានចិត្តណាចង់សម្លាប់កូនប្រុសខ្ញុំមែនល្បិចនេះពិតជាអន់មែនទែនអ្នកដែលជឿគឺពិតជាមនុស្សល្ងងមែនហើយមិនឆ្ងល់ទេដែលត្រកូលសិនបញ្ជូននាងចូលមកតាមពិតពួកនាងចង់សម្លាប់កូនប្រុសខ្ញុំសោះសិនអែនហើយនាងត្រឡប់ទៅប្រាប់បងស្រីនាងវិញទៅថាត្រកូលលីវនៅយ៉ែងឆេងពួកយើងនឹងមិនព្រមឈប់ត្រឹមនេះទេនេះគឺជាថ្នាំចិនសម្រាប់ព្យាបាលលោកកូនឆ្មារបស់ខ្ញុំក៏ញ៉ាំថ្នាំនេះដែរទើបជាសះស្បើយនោះមិនមែនទេថ្នាំសឹកយកឲ្យមនុស្សផឹកហេះបងស្រីមីល្ងងនេះចិត្តអាក្រក់ណាស់មិនមែនខ្ញុំជាអ្នកនិយាយទេបើមិនបានទេលែងលេះជាមួយនាងទៅឬទេត្រកូលលាវយើងមិនក៏ទៅរៀបការជាមួយមនុស្សនាំចង្រៃបែបនេះទៅវិញខ្ញុំវាយនាងឲ្យស្លាប់ហើយនេះដល់ពេលនេះហើយបងនៅតែការពារមីថោកទៀតនេះទៀតនាងគឺជាប្រពន្ធរបស់ខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាប៉ះពាល់នាងទេមនុស្សបែបនេះឯងទុកនាងធ្វើអីទៀតឆាប់លែងលេះជាមួយនាងហើយយករៀបការជាមួយគ្រូពេទ្យឆាយទៅថ្ងៃក្រោយឯងក៏មិនបាច់ហត់ការពារមីស្រីល្ងងនេះទៀតដែរគ្រូពេទ្យឆាយនាងនឹងមើលថែការហូបចុកនិងការរស់នៅរបស់ឯងយ៉ាងល្អសុខភាពមាំមួនត្រូវហើយលីវហេនីវ៉ាន់ប្រញាប់ការពារសង្សារដំបងរបស់លោកទៅបន្ទាប់មកក៏លែងលេះជាមួយខ្ញុំយកត្បូងពេជ្របុរាណនោះមកធ្វើជាសំណងឲ្យខ្ញុំមកអ្នកឲ្យខ្ញុំវិនិយោគតើខ្ញុំជាកូនអុករបស់អ្នកមែនទេឲ្យតែនាងនៅតែជាប្រពន្ធរបស់ខ្ញុំនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់មករៀបចំខ្សែជីវិតនាងទេមិនត្រូវទេមិនក៏គេមានប្រតិកម្មបែបនេះលោកគួរតែប្រញាប់លែងលេះជាមួយខ្ញុំហើយទៅរកសង្សារចាស់លោកតាចិត្តមនុស្សប្រុសម្នាក់នេះមិនក៏ដូចជញ្ជូលក្នុងបាតសមុទ្រអញ្ចឹងគេមិនមែនចូលចិត្តសង្សារចាស់នេះទេគ្រូពេទ្យឆាយអត្រានៃការដឹងខ្លួនឡើងវិញរបស់មនុស្សរុក្ខជាតិមិនដល់7ទេតែលោកស្រីបែរជាអាចធ្វើឲ្យលោកលីវក្រោកឈរបានក្នុងពេលតែ3ខែលោកស្រីពិតជាគ្រូពេទ្យទេវតាទី1ប្រចាំក្រុងយ៉ែងឆេងមែនទាំងនេះគឺជារឿងដែលខ្ញុំគួរតែធ្វើគ្រូពេទ្យឆេគ្រប់គ្នាថាខ្ញុំដឹងខ្លួនគឺដោយសារតែអូនជាអ្នកសង្គ្រោះប៉ុន្តែបងហាក់ដូចជាភ្លេចទៅហើយតើពេលនោះអូនប្រើថ្នាំអ្វីខ្លះឬក៏ប្រើវិធីសាស្ត្រអ្វីទើបអាចសង្គ្រោះបងឲ្យដឹងខ្លួនបាននោះគឺការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាសាស្ត្រទំនើបដោយសារតែពេលនោះប្រញាប់ពេកសង្គ្រោះរួចអូនក៏ភ្លេចបាត់ទៅបងទុកពេលឲ្យអូន24ម៉ោងដើម្បីគិតថ្ងៃស្អែកមានសន្និសីទកាសែតរបស់ក្រុមហ៊ុនលីវបើអូននៅតែគិតមិនឃើញទៀតបងនឹងប្រាប់រឿងនេះដល់អ្នកកាសែតទាំងអស់តែអូនលាពណ៌ប្រពន្ធរបស់បងលីវហេនីវ៉ាន់ក្នុងកិច្ចសន្យាមានចែងថាមិនអាចរំលោភកិច្ចសន្យាបានទេឬមួយលោក
លោកចង់រំលោភកិច្ចសន្យាមែនទេខ្ញុំថាមនុស្សដែលចង់រំលោភកិច្ចសន្យាគឺជានាងទេដឹងតើនាងលួចលាក់ធ្វើរឿងអ្វីខ្លះកំបាំងមុខខ្ញុំលីវហេនីវិនលោកចាប់អារម្មណ៍ខ្ញុំខ្លាំងយ៉ាងនេះមិនមែនលោកលងស្រឡាញ់ខ្ញុំទេដឹងខ្ញុំដាច់ខាតមិនអាចទៅរួចទេដែលចូលចិត្តនាងចុះមិនក៏លោកការពារខ្ញុំហើយមិនការពារឆៃយូអេងទៅនោះក៏ព្រោះតែអែមមាត្រាទី3នៃកិច្ចសន្យារៀបការរបស់យើងខ្ញុំក៏បីការពារនាងចុះនាងវិញមិនក៏នាងសួរខ្ញុំបែបនេះឬមួយនាងលងស្នេហ៍ខ្ញុំហើយលោកកុំមកជឿជាក់លើខ្លួនឯងតែខ្លាចនាងស្រឡាញ់ខ្ញុំហើយត្រូវឈឺចាប់ប៉ុណ្ណោះពេលដែលគេសួរខ្ញុំនោះខ្ញុំបែរជាមិនបានគិតចង់បដិសេធឬមួយខ្ញុំពិតជាលងស្រឡាញ់គេមែនសិនអែនហើយនាងមិនដែលថាបមកទេមែនទេនៅមិនទាន់បានមើលឈុតថាប់គ្នាក្នុងទូរទស្សន៍ទៀតមែនទេនេះគ្រាន់តែជាការដោះដូរប៉ុណ្ណោះគោលបំណងរបស់នាងគឺយកត្បូងពេជ្របុរាណលងស្នេហ៍ឲ្យសោះរួចឆាប់ចាក់ចេញទៅអ្នកមីងតើខ្ញុំគួរធ្វើម៉េចទៅពេលហេនីវិនសន្លប់អូននៅក្រៅប្រទេសនៅឡើយទេបើខ្ញុំរកភស្តុតាងមិនបានពួកគេច្បាស់ជាទម្លាយរឿងអាក្រក់របស់ខ្ញុំមិនខានពេទ្យឆៃមិនក៏នាងលេងមិនឈ្នះសំបីតែមនុស្សងងម្នាក់អញ្ចឹងយូអេងគ្រូសាឯងមានមុខមាត់ទាំងវិជាពេទ្យនិងគេឈ្មោះសុទ្ធតែល្អឥតខ្ចោះនេះទើបស័ក្តិសមជាកិត្តិយសរបស់កូនប្រសារត្រកូលលាវជាភរិយាដ៏ល្អរបស់ហេនីវិនណាពិតជាមនុស្សងងមែនបើសិនជាមិនត្រូវការនាងធ្វើជាកូនអុកទេខ្ញុំខ្ជិលនឹងជួយនាងណាស់អ្នកមីងឲ្យតែហេនីវិនល្អឲ្យខ្ញុំធ្វើអីក៏ព្រមដែរបើចង់ឲ្យហេនីវិនស្ដាប់បង្គាប់ពួកយើងត្រូវតែចាត់ការមុនក្នុងសន្និសីទការសែថ្ងៃស្អែកនេះពួកយើងត្រូវតែទម្លាយអត្តសញ្ញាណពិតរបស់សិនអែនហើយជាមុនសិនត្រឹមជាមនុស្សងងដែលមករៀបការជំនួសសោះនាងមានសិទ្ធិអីមកអង្គុយក្នុងតំណែងជាភរិយាអគ្គនាយកក្រុមហ៊ុនលាវបានទៅសម្ពាធសង្គមច្បាស់ជាបង្ខំឲ្យគេលែងលះមិនខានប្រធានហេនអ្នកនាងឆៃមានពាក្យចាំអារម្មណ៍ថាការជាសះស្បើយរបស់លោកអ្នកនាងឆៃជាអ្នកមានទឹកចិត្តមេត្តាធម៌តើសន្និសីទការសែថ្ងៃនេះក៏នឹងប្រកាសថាទំនាក់ទំនងរវាងអ្នកនាងឆៃនិងលោកម្ចាស់វ័យក្មេងលឺនឹងឈានមួយជំហានទៅមុខទៀតដែរឬទេក្មេងស្រីយូអេងម្នាក់នេះពិតជាមនុស្សនាំសំណាងដល់ត្រកូលលាវយើងមែនហើយនេះមិនអាចជាសះស្បើយបានគឺអរគុណនាងហើយអរគុណដល់មជ្ឈដ្ឋានសង្គមទាំងអស់ដែលបានគាំទ្រក្រុមហ៊ុនលាវខ្ញុំក៏ជឿជាក់ថាក្រុមហ៊ុនលាវនៅថ្ងៃអនាគតច្បាស់ជានឹងកាន់តែរុងរឿងមិនខាននោះមិនមែនជាអ្នកនាងសុនដែលល្បីថាជាភរិយារបស់លោកម្ចាស់វ័យក្មេងមិនក៏នាងនៅទីនេះដែរចុះតើនាងនឹងលោកម្ចាស់វ័យក្មេងនេះនាងនឹងហេនីវ៉ាន់គឺរៀបការដោយគ្មានសុពលភាពទេឆាប់នេះនាងនឹងចាក់ចេញពីត្រកូលលាវហើយឥឡូវនេះមតិក្នុងប្រព័ន្ធអ៊ីនធឺណិតកំពុងតែពុះកញ្ជ្រោលហើយតែសង្ស័យថាមនុស្សស្រីធម្មតាម្នាក់នេះមិនក៏ស័ក្តិសមនឹងលោកលាវទៅអ្នកទាំងអស់គ្នាសូមមើលឲ្យច្បាស់សិនអែនហើយគឺជាភរិយារបស់ខ្ញុំមិនអនុញ្ញាតឲ្យនរណាម្នាក់និយាយអាក្រក់ពីនាងទេលោកលាវសម្ដីរបស់លោកអំបញ្ញមិញនេះបណ្ដាឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនលាវធ្លាក់ចុះយ៉ាងគំហុកតើលោកមានពាក្យអ្វីចង់ពន្យល់ដែរឬទេម្ដាយកូនហាន់ដងមីនេះប្រកាសជាតាំងចិត្តរួចហើយថាត្រូវតែប្រឆាំងនឹងលាវហេនីវ៉ាន់ពួកគេមិនព្រមឈប់ទេបើមិនទាន់សម្រេចបំណងឃើញទេលាវហេនីវ៉ាន់សុកចិត្តការពារមីក្មេងល្ងងនេះទោះបីជាត្រូវបាត់បង់អ្វីក៏ដោយការនោះខ្ញុំមិនគួរយកព្រមមីល្ងងនេះមករៀបការជំនួសទេឆាប់ដេញនាងចេញទៅឥឡូវនេះក្នុងអ៊ីនធឺណិតកំពុងតែឆ្លោះគ្នាពេញហើយគ្រប់គ្នាសុទ្ធតែរិះគន់លោកលាវយ៉ាងចាស់ដៃចំពោះការយករៀបជំនួសលោកស្រីភាគហ៊ុនរបស់ត្រកូលលាវនៅតែបន្តធ្លាក់ចុះសូមលោកចេញមុខបកស្រាយដល់អ្នកគាំទ្រទាំងអស់ផងឆាប់ដេញមីចង្រៃនេះចេញភ្លាមទៅរៀបចំឲ្យយូរយ៉ាងចូលមកវិញគ្រប់គ្រាន់ហើយអ្វីដែលយើងកំពុងធ្វើថ្ងៃនេះដល់ពេលនេះហើយមិនក៏ឯងនៅតែមិនយល់ទៀតហេនីវ៉ាន់ការនោះត្រកូលសិនរៀបចំឲ្យមីល្ងងនេះមករៀបការជំនួសគឺដោយសារតែលោកភ្លុនចង់បានទ្រព្យសម្បត្តិត្រកូលលាវយើងប៉ុណ្ណោះឥឡូវនេះនាងបានប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុនហើយឯងពិតជាសុខចិត្តបំផ្លាញប្រយោជន៍ធំដោយសារតែនាងមែនទេបើមិនបញ្ឈប់ទេម្ចាស់ពាក្យហ៊ុនយើងនឹងខាតបង់យ៉ាងធ្ងន់ធ្ងរហើយហ៊ានយកលុយរបស់ខ្ញុំមកលេងសើចហេះប្រើធម៌ត្រជាក់មិនបានអញ្ចឹងមានតែប្រើធម៌ក្តៅហើយគាត់និយាយត្រូវហើយពួកយើងគ្រាន់តែរៀបការតាមកិច្ចសន្យាប៉ុណ្ណោះប៉ុន្តែខ្ញុំក៏គ្មានជំរឿផ្សេងដែរនៅក្នុងផ្ទះនោះប្អូនស្រីនិងម្ដាយចុងរបស់ខ្ញុំធ្វើបាបខ្ញុំរាល់ថ្ងៃបើសិនជាខ្ញុំមិនរៀបការជំនួសទេពួកគេច្បាស់ជាបញ្ជូនខ្ញុំទៅមន្ទីរពេទ្យឈួតមិនខានហើយថែមទាំងធ្វើឲ្យខ្ញុំឈួតទៀតផងដើម្បីលេបត្របាក់ទ្រព្យសម្បត្តិឪពុកម្ដាយខ្ញុំទាំងអស់ចំពោះប្រពន្ធរបស់ខ្ញុំពាក់កណ្ដាលជីវិតដំបូងរបស់នាងត្រូវម្ដាយចុងធ្វើបាបត្រូវប្អូនស្រីនាងធ្វើបាបការឲ្យនាងមករៀបការជំនួសនេះក៏ជាការបង្ខិតបង្ខំដែរម្យ៉ាងទៀតនាងក៏បានសារភាពប្រាប់ខ្ញុំតាំងពីយូរមកហើយ
បើសិនជាគ្មានការមើលថែយ៉ាងយកចិត្តទុកដាក់ពីនាងទេខ្ញុំឥឡូវនេះនៅតែជាមនុស្សរុក្ខជាតិនៅឡើយទេការធ្វើពុតជាល្ងងគឺជាជំរើសតែមួយគត់របស់ខ្ញុំហើយប្តីរបស់ខ្ញុំគឺជាពន្លឺមួយក្នុងជីវិតរបស់ខ្ញុំរឿងសាន់អែនហើយធ្វើពុតជាល្ងងបានឡើងដល់កំពូលតារាងស្វែងរកហើយប្រធានក្រុមហ៊ុនសុកចិត្តចោះចាញ់ព្រោះតែស្នេហាភាគហ៊ុនក្រុមហ៊ុនលឺឡើងថ្លៃយ៉ាងខ្លាំងមើលទៅអ្នកលេងអ៊ីនធឺណិតពិតជាគ្រប់គ្រងអ្នកទាំងពីរណាស់កិច្ចសន្យារៀបការរបស់យើងចាប់ពីពេលនេះទៅលោកសម្ដែងបានល្អណាស់ណាខ្ញុំដឹងថាពួកយើងគ្រាន់តែជាការដោះស្រាយបញ្ហាលោកកុំបារម្ភអីខ្ញុំនឹងមិនយល់ច្រឡំទេមិនមែនទេខ្ញុំលោកលេវសាន់តើខ្ញុំអាចសម្ភាសន៍អ្នកទាំងពីរបានទេអូយម៉ាក់មើលគេកំពុងឡាយនិយាយអីហ្នឹងធ្វើពុតជាល្ងងគឺជាជំរើសតែមួយគត់របស់នាងក្នុងមិនសុទ្ធតែអ្នកជេរពួកយើងធ្វើពុតជាគួរឲ្យអាណិតមីក្មេងចង្រៃនេះគ្រាន់តែមិនចង់ឲ្យពួកយើងរស់ស្រួលទេឥឡូវនេះអ្នកចិត្តខាងសុទ្ធតែចង្អុលមុខយើងមុខចាស់ខ្ញុំមួយនេះឲ្យយកទៅទុកឯណាម៉ាក់នាងគ្រាន់តែគិតថាខ្លួនឯងបានរៀបការជាមួយលីវហែនទើបធ្វើរកពីខ្លាំងមែនទេសង្សារខ្ញុំអេបខ្សែរាជវង្សសាច់ឆ្ងាយនៅទីក្រុងឌូបៃជាព្រះអង្គម្ចាស់កូនកាត់ពិតប្រាកដខ្ញុំចង់ឲ្យគេត្រឡប់មកវិញរួចលុតជង្គង់សុំទោសនៅមុខពួកយើងផ្ទាល់តែម្ដងរួចនិយាយការពិតប្រាប់អ្នកចិត្តខាងឲ្យបានច្បាស់ទេបងស្រីនេះគឺជាគូដណ្ដឹងរបស់ខ្ញុំអេបសម្លាញ់នេះហើយគឺបងស្រីល្ងងរបស់អូននោះអ្នកនាងដ៏ស្រស់ស្អាតតែងតែយាយនិយាយពីអ្នកនាងថាអ្នកពិសេសណាស់សិនជានាងរៀបការជាមួយអ្នកណាខ្ញុំមិនខ្វល់ទេប្រកូលរបស់ប៉ាដែលបន្សល់ទុកមកឲ្យខ្ញុំរបស់បន្សល់ទុកនាងនៅហ៊ាននិយាយពីរឿងនេះទៀតរបស់ក្នុងត្រកូលសិនទាំងអស់សុទ្ធតែជារបស់ខ្ញុំសុទ្ធតែជានាងនេះហើយដែលប៉ុន្មានឆ្នាំនេះចេះតែធ្វើពុតជាល្ងងធ្វើឲ្យពួកយើងខាតបង់យ៉ាងច្រើនថ្ងៃយ៉ាងត្រូវតែលុតជង្គង់សុំទោសពួកយើងឲ្យតតែបានឈប់សិនអូនមើលព្រះអង្គម្ចាស់ឌូបៃម្នាក់នេះចុះតាំងពីក្បាលដល់ចុងជើងសុទ្ធតែរបស់ខ្លែងមើលសរសៃអំបោះនៅក្តៅឲ្យគេទៅលីវហេនីវ៉ាន់លោកនិយាយផ្ដេសផ្ដាសលោកគ្រាន់តែច្រណែនសង្សារខ្ញុំដែលមានលុយនិងអំណាចជាងលោកមែនទេសង្សារខ្ញុំមានលុយស្មើនឹងប្រទេសមួយត្រកូលលីវលោកមិនមានតម្លៃឲ្យនិយាយដល់ទេអញ្ចឹងខ្ញុំមើលថារាល់ពេលអ្នកអភិជនឌូបៃចេញក្រៅម្ដងតែងតែពាក់គ្រឿងអលង្ការតំណាងឲ្យឋានៈជានិច្ចអញ្ចឹងយកចេញមកឲ្យគ្រប់គ្នាមើលបន្តិចមកឲ្យគ្រប់គ្នាបានបើកភ្នែកបន្តិចពិតណាស់នាឡិកាដៃម៉ាក់នេះរបស់ខ្ញុំមានកំណត់តម្លៃ5លានចៃដន្យណាស់ខ្ញុំក៏មាននាឡិកាម៉ាក់ដូចគ្នានេះមួយដែលមានកំណត់ដែរវាមានតម្លៃ30លានរបស់លោក5លានក៏អាចទិញបានដែរឬប្រហែលជាលោកប្លន់ខ្ញុំហើយប្តីលោកលាតត្រដាងពួកគេធ្វើអីព្រោះមានឆ្កែកំពុងព្រុសដាក់អូនបងកំពុងតែដាស់ពួកគេលីវហេនីវ៉ាន់លោកឆាប់សុំទោសពួកយើងឥឡូវនេះខ្ញុំប្រាប់លោកឲ្យដឹងចុះសង្សារខ្ញុំស្គាល់ព្រះអង្គម្ចាស់ឌូបៃណាប្រយ័ត្នគេខតែមួយខ្សែបិទផ្លូវរកស៊ីត្រកូលលីវលោកអស់ទៅត្រូវហើយខ្ញុំនិងព្រះអង្គម្ចាស់ Handen គឺជាមិត្តសម្លាញ់នឹងគ្នាចង់ទល់នឹងពួកសេដ្ឋីថ្មីថ្មោងដូចលោកនេះគ្រាន់តែទូរស័ព្ទមួយខ្សែក៏អាចធ្វើឲ្យលោកសៃថនបានដែរ Handen មែនទេចៃដន្យណាស់ខ្ញុំក៏ស្គាល់មិត្តម្នាក់នៅឌូបៃដែរគេក៏ឈ្មោះ Handen ដែរឥឡូវនេះពួកយើងខទៅគេតែម្ដងទៅមើលថាលោកតែជាមិត្តសម្លាញ់នោះHello, this is Hamden. Who is calling, please? Hamden. ខ្ញុំលាវសុំទោសដែលរំខានលោកយប់អញ្ចេះយប់នេះមានមនុស្សម្នាក់ឈ្មោះអេបគេប្រាប់ថាគេជាមិត្តរបស់លោកស្គាល់គេទេអេបលាវខ្ញុំមិនស្គាល់មនុស្សម្នាក់នេះតតែសោះស្ដាប់ទៅដូចជាជនបោកប្រាស់អញ្ចឹងខ្លាញ់ខ្លាយសុទ្ធតែខ្លាញ់ខ្លាយទាំងអស់លោកឲ្យគេមកខ្លាញ់បន្លំជាព្រះអង្គម្ចាស់មែនទេលោកលាបពណ៌សង្សារខ្ញុំមិនត្រឹមតែនាមបានខ្លាញ់ខ្លាយទេមុនពេលមកទីនេះខ្ញុំបានស៊ើបពីព័ត៌មានរបស់គេទាំងអស់រួចហើយចរន្តសាច់ប្រាក់របស់ក្រុមហ៊ុនក្នុងធនាគារព្រមទាំងវីឡាមួយខ្នងនៅឌូបៃនោះសុទ្ធតែជារូបថតកាត់ខ្លែងខ្លាយទាំងអស់ជាត្រូវគេបោកមនោសញ្ចេតនាក៏ហួសទៅចុះ
តែបើសិនជាត្រូវគេបោកលុយទៀតអញ្ចឹងច្បាស់ជារឿងអាក្រក់មិនខានអាបោកប្រាស់ឯងជាជនបោកប្រាស់ចុះលុយខ្ញុំវិញខ្ញុំបានប្រគល់ទ្រព្យសម្បត្តិទាំងអស់របស់ត្រកូលសិនឲ្យលោកហើយណាមនុស្សស្រីវិនិយោគលើមនុស្សប្រុសជារឿងធម្មតាទេនាងគួរតែត្រៀមខ្លួនចំពោះការខាតបង់ដែលគ្មានសល់អ្វីតាំងពីយូរមកហើយទ្រព្យសម្បត្តិរបស់ត្រកូលសិនពួកនាងឥឡូវនេះរបស់ខ្ញុំទាំងខ្ញុំភ្លាមពួកនាងមិនទទួលបានសំបីតែមួយកាក់មួយសេនខ្ញុំប្រាប់នាងឲ្យដឹងចុះពួកនាងឆ្លៀតពេលខ្ញុំធ្វើពុតជាឈួតចង់ឆ្លៀតឱកាសលេបត្របាក់ទ្រព្យសម្បត្តិប៉ាម៉ាក់ខ្ញុំទាំងអស់ហេខ្ញុំដឹងល្បិចពួកនាងតាំងពីយូរមកហើយខ្ញុំបានផ្ទេរទ្រព្យសម្បត្តិទាំងអស់នោះចេញតាំងពីយូរមកហើយត្រកូលសិនពួកនាងមិនទទួលបានសំបីតែមួយកាក់មួយសេនហ៊ានលេងសើចនឹងខ្ញុំហេបងស្រីជួយខ្ញុំផងបើមិនអញ្ចឹងទេខ្ញុំបងស្រីឆាប់ជួយខ្ញុំផងខ្ញុំដឹងកំហុសហើយបងស្រីនាងមិនមែនដឹងកំហុសទេនាងកំពុងតែភ័យខ្លាចទេតើអូយតែស្ដាំខ្ញុំខូចហើយនាងប្រើវិជាអីហ្នឹងវិជាពេទ្យបុរាណចិនក៏មិនស្គាល់ដែរឬទេអញ្ចឹងទុកឲ្យខ្ញុំចាក់ឲ្យលោកមួយចូលទៀតទៅថ្ងៃក្រោយមួយជីវិតនេះកុំសង្ឃឹមថាបានប៉ះមនុស្សស្រីទៀតអសោះអូយអូយជាអញកាត់អីហ្នឹងឆាប់ឲ្យឡានពេទ្យមកគឺមកពីពួកឯងនឹងហើយពួកឯងធ្វើបាបជាពួកឯងនឹងស្លាប់មិនល្អទេជាបានហើយនាងគ្រាន់តែភ័យសន្លប់ប៉ុណ្ណោះគ្មានគ្រោះថ្នាក់អីទេប៉ុន្តែនាងហាក់ដូចជាមានផ្ទៃពោះហើយប្រហែលជាកូនរបស់អាបោកប្រាស់នេះហើយមើលទៅអ្វីទៅមានផ្ទៃពោះអាបោកប្រាស់ចិត្តខ្មៅជាបានហើយឥឡូវនេះផ្ទះនេះជារបស់គ្រួសារយើងឆាប់ចេញទៅឲ្យអស់ទៅបើមិនអញ្ចឹងទេខ្ញុំនឹងហៅគេមកចាប់ពួកនាងបោះចោលនៅក្រៅឥឡូវហើយលោកលាវឥឡូវនេះទីនេះគ្មានអ្នកអតីតទេមិនបាច់សម្ដែងទឹកមុខស្រឡាញ់ស្មោះទៀតទេទៅរកសង្សារដំបងរបស់លោកទៅប្រច័ណ្ឌមែនទេតាមពិតខ្ញុំមិនបានចូលចិត្តឆៃយួយឯងតតែដែលខ្ញុំធ្វើនេះទាំងស្រុងគឺដើម្បីឲ្យអូនមើលណាពួកយើងបាននិយាយគ្នាហើយថានឹងនិយាយតែពីការដោះដូរមិននិយាយរឿងមនោសញ្ចិតណាទេសាន់អិនហុយអូនគ្មានបេះដូងទេឬមួយអូនមើលមិនដឹងទេថាអ្វីដែលខ្ញុំធ្វើនេះសុទ្ធតែដើម្បីអូនមិនឃើញទេខ្ញុំមើលឃើញត្រឹមតែលោកមានចរិតមិនទៀងទាត់និយាយផ្សេងធ្វើផ្សេងប៉ុណ្ណោះអូនស្អប់ខ្ពើមបងខ្លាំងយ៉ាងនេះហេអញ្ចឹងក៏ល្អដែរពួកយើងស្អប់ខ្ពើមគ្នាទៅវិញទៅមកទៅមុនពេលកិច្ចសន្យាដល់ពេលកំណត់មិនឲ្យអូនចាក់ចេញទេបើមិនអញ្ចឹងទេខ្ញុំនឹងបំផ្លាញត្បូងពេជ្របុរាណនោះចោលមិនខានសាន់អិនហុយបើគ្មានការអនុញ្ញាតពីខ្ញុំទេកុំសង្ឃឹមថានឹងលះបង់ឋានៈជាលោកស្រីលាវបានឲ្យសោះលាវហេនីវ៉ាន់ឯងមានន័យថាម៉េចអ្នកដែលត្រូវបណ្ដេញចេញសុទ្ធតែជាមនុស្សរបស់ខ្ញុំសុទ្ធតែជាពួកអ្នកដែលគ្មានប្រយោជន៍ដល់ក្រុមហ៊ុនសោះឯងចង់រករឿងខ្ញុំមែនទេខ្ញុំមិនសុខចិត្តទេខ្ញុំនឹងក៏ហៅប្រជុំក្រុមប្រឹក្សាភិបាលលាវហេនីវ៉ាន់ត្រកូលលាវមិនមែនជារបស់ឯងម្នាក់ទេខ្ញុំក៏មានចំណែកដែរលាវឈីវ៉ាន់បើឯងទៅដល់ក្រុមប្រឹក្សាភិបាលខ្ញុំនឹងស្វែងរកភស្តុតាងដែលឯងធ្វើការដោះដូរនិងកឹបកេងលុយ500លានរបស់ក្រុមហ៊ុនក្រុមប្រឹក្សាភិបាលប្រហែលជានឹងចូលចិត្តរឿងនេះមិនខានល្អណាស់លាវហេនីវ៉ាន់ឯងចាំមើលចុះចាំមើលថានរណាជាអ្នកសើចនៅចុងក្រោយគេសាន់អិនហ៊ុយលាវហេនីវ៉ាន់មានសិទ្ធិអីពួកឯងអាចមានក្តីសុខបានអ្វីដែលខ្ញុំបានបាត់បង់ខ្ញុំនឹងឲ្យពួកឯងសងត្រឡប់មកវិញទ្វេដងហេតុអីទៅខ្ញុំលះបង់គ្រប់យ៉ាងដើម្បីត្រកូលលាវមិនក៏ខ្ញុំនៅតែប្រៀបមិនបាននឹងលាវហេនីវ៉ាន់អញ្ចឹងមានប្រយោជន៍អីឯងមកច្របាច់ក៏ខ្ញុំនេះអូយនេះមិនមែនជាអនុប្រធានលឺទេមិនក៏មកផឹកស្រាអផ្សុកតែម្នាក់ឯងអញ្ចឹងសាន់ជាយ៉ាហឺនាងក៏មកមើលភាពកំ pl ែងរបស់ខ្ញុំដែរមែនទេចេញទៅបងស្រីខ្ញុំគឺជាលោកស្រីលាវចំណែកខ្ញុំវិញត្រូវនាងជន់ឈ្លៃរហូតដល់គ្មានសល់អ្វីទាំងអស់
លោកលាវវ័យក្មេងពួកយើងជាអ្នកដែលជួបរឿងអាផុតដូចគ្នាទេជីវ័នតាមពិតទៅលោកជាមនុស្សងាយបោកមែនទោះបីជាលីជីវ័នគឺជាមនុស្សគ្មានប្រយោជន៍ក៏ដោយប៉ុន្តែគេក៏មិនមែនគ្មានតម្លៃតតែសោះដែរបើសិនអិនហយអាចធ្វើជាលោកស្រីវ័យក្មេងត្រកូលលាវបានខ្ញុំក៏អាចធ្វើបានដូចគ្នាលាវហេនីវ៉ាន់អើយសិនអិនហយល្បែងមួយនេះទើបតែចាប់ផ្ដើមទេចាំមើលទៅសិនជាយានាងឈួតបាត់ទៅហើយនាងឃ្លានមនុស្សប្រុសដល់ថ្នាក់ឈួតហើយមែនទេក្នុងពោះនាងនេះមិននឹងអាចជារបស់ខ្ញុំទៅនាងចង់ទម្លាក់កំហុសដាក់ខ្ញុំមែនទេទៅអនុប្រធានលាវខ្ញុំមានតែលោកម្នាក់គត់ដែលជាប្រុសរបស់ខ្ញុំហើយលោកមិនចង់ទទួលស្គាល់ទេអញ្ចឹងចាំខ្ញុំបង្ហោះវាឲ្យអ្នកលេងអ៊ីនធឺណិតជួយកាត់ក្តីទៅចុះជីវ័នត្រូវប្រយ័ត្នរឿងព្រំដែនបន្តិចជាយានិយាយត្រូវតែទទួលខុសត្រូវណារឿងវាយ៉ាងម៉េចទៅវិញថ្ងៃមុនគឺលោកដែលចាប់ខ្ញុំទាញចូលក្នុងឡានលោកនិយាយថាក្នុងចិត្តលោកពិបាកណាស់និយាយថាមានតែខ្ញុំទេដែលយល់ពីលោកឥឡូវនេះលោកចង់មិនទទួលស្គាល់មែនទេមិនបានទេវាជារបស់លោកនឹងហើយកូនចង្រៃអញហ៊ានទៅលួចលាក់ជាមួយស្រីវាមិនអាចទៅរួចទេរូបថតទាំងនេះច្បាស់ណាស់ថានាងជាអ្នករៀបចំអន្ទាក់ដាក់ខ្ញុំណាម៉ាក់លាវជាយានបើអ្នកចង់ឲ្យខ្ញុំនឹងកូនស្លាប់អញ្ចឹងខ្ញុំនឹងអូសអ្នកទៅនរកជាមួយគ្នាថ្ងៃស្អែកគឺថ្ងៃស្អែកព័ត៌មានទំព័រមុខនឹងក្លាយជារឿងរបស់អ្នកពីរបៀបដែលកូនប្រុសទី2តកូលលាវបោះបង់ចោលស្ត្រីកំសត់ដែលកំពុងពោះកូនរបស់គាត់ពួកយើងនឹងស្លាប់ជាមួយគ្នាម៉ាក់ពេលនេះគឺជាពេលវេលាសំខាន់សម្រាប់ឯងក្នុងការដណ្ដើមអំណាចចកូលាវតិចខាតមិនអាចមានរឿងអ្វីកើតឡើងទេមិនអាចមានកំហុសអ្វីឡើយឥឡូវនេះភ្លាមម៉ាក់ទៅរៀបចំពិធីមង្គលការគ្រួសារលាវមិនអាចបាត់បង់មុខមាត់ទេឯងក៏មិនអាចបាត់បង់មុខមាត់ដែរខ្ញុំមិនរៀបការជាមួយនាងទេនាងគឺជាមនុស្សឈួតនាងនឹងបំផ្លាញខ្ញុំហើយម៉ាក់អញ្ចឹងខ្ញុំជាអ្នករៀបការឯងចង់ឃើញគេឈ្មោះត្រកូលលាវត្រូវបំផ្លាញមែនទេឯងចង់ឲ្យមនុស្សគ្រប់គ្នាជឿឯងថាជាសម្រាប់មែនទេគ្រប់គ្រងតណ្ហាខ្លួនឯងមិនបានក៏ត្រូវតែសងតម្លៃសម្រាប់រឿងនេះដែរដើម្បីអនាគតរបស់ឯងត្រូវតែរៀបការតើអ្នកមានគម្រោងធ្វើយ៉ាងម៉េចយើងដឹងច្បាស់ពីចេតនារបស់គ្រួសារសុនពេលនេះខ្ញុំអាចបិទព័ត៌មានទាំងអស់បានបន្ទាប់មកដេញនាងចេញមិនបានទេបើបិទព័ត៌មានឥឡូវនេះនឹងរុញនាងដល់ផ្លូវតពេលនោះរឿងនឹងកាន់តែធំតម្លៃភាគហ៊ុនវាពាក់ព័ន្ធនឹងទ្រព្យសម្បត្តិខ្ញុំមិនមើលវាធ្លាក់ចុះទេឬមួយក៏លោកអាណិតកូនក្នុងពោះរបស់នាងបើលោកចង់បានកូនពួកយើងអាចបង្កើតមួយបានបើលោកនាយកលីវចង់បានកូនអាចទៅរកគ្រូពេទ្យជារបស់លោកឲ្យបង្កើតទៅបងស្រីខ្ញុំសុំអង្វរកុំប្រាប់អ្នកណាឲ្យសោះបើលីវជាយាននឹងម្ដាយគាត់ដឹងគេនឹងសម្លាប់ខ្ញុំសុំអង្វរបងស្រីគំនុំរបស់អ្នកមិនពាក់ព័ន្ធនឹងខ្ញុំទេខ្ញុំនឹងមិននិយាយច្រើនទេប៉ុន្តែខ្ញុំប្រាប់អ្នកចុះខ្ញុំមិនមែនជាបងស្រីរបស់អ្នកទេសុនជាគ្រូសាលីវអាចទទួលនាងបានប៉ុន្តែរឿងអ្នកទាំងពីរមិនសូវល្អមើលទេដូច្នេះនឹងគ្មានពិធីមង្គលការទេគ្មានការអញ្ជើញភ្ញៀវទេហើយក៏គ្មានការផ្សាយព័ត៌មានដែរ
អ្នកទាំងពីរត្រូវរស់នៅឲ្យបានស្ងប់ស្ងាត់ខ្ញុំស្អប់ភាពវេទនារបស់ខ្ញុំតើអ្នកពេញចិត្តទេភាពអាម៉ាស់នេះខ្ញុំនឹងសង្វេង10 ដង 100 ដងសុនជានាងចាំទុកឲ្យច្បាស់ក្រោយរៀបការរួចនាងមិនត្រូវលូកដៃរឿងខ្ញុំទេហើយទោះជានាងចូលផ្ទះត្រកូលលីវក៏ដោយនាងគ្រាន់តែជាអ្នកបម្រើម្នាក់ប៉ុណ្ណោះស្រីថោកទាបកុំធ្វើមុខដូចពិភពលោកទាំងមូលជំពាក់នាងគិតថានាងស្អាតស្អំមែនទេលោកក៏ចង់ជន់ឈ្លីលីវហានយាននៅក្រោមជើងដែរទោះបីខ្ញុំគ្មានតម្លៃតែកូនក្នុងពោះខ្ញុំគឺជាចៅប្រុសច្បងត្រកូលលីវនេះគឺជាសញ្ញាបៀបដួលបងប្រុសរបស់លោកមើលស្ថានភាពរបស់យើងឥឡូវនេះចុះតើអ្នកណាជាអ្នកធ្វើឲ្យទៅជាបែបនេះគឺបងប្រុសជាទីស្រឡាញ់របស់លោកលីវហានយាននិងស្រីថោកទាបនៅក្បែរគាត់នោះស៊ុនអិនហួយទោះយើងជាឪពុកម្ដាយមិនល្អប៉ុន្តែយើងនៅតែមានចំណងឈាមសហការជាមួយខ្ញុំកំចាត់ស៊ុនអិនហួយសិនឲ្យតែនាងចេញឆ្ងាយលីវហានយាននឹងខ្សោយអស់ពាក់កណ្ដាលដល់ពេលនោះយើងសហការគ្នាកំចាត់គេម្ដងទៀតត្រកូលលីវទាំងមូលចុងក្រោយនឹងធ្លាក់ក្នុងកណ្ដាប់ដៃយើងមិនខានគួរឲ្យចាប់អារម្មណ៍មែននាងពិតជាឆ្លាតតាំងពីកំណើតមែនក្តៅណាស់ខ្ញុំកំពុងពោះចៅប្រុសច្បងត្រកូលលីវបើមានរឿងអីនាងសងរួចទេស៊ុនហួយអូយស៊ុនហួយហេតុអីនាងរុញខ្ញុំដឹងថានាងច្រណែនតែខ្ញុំពោះចៅប្រុសច្បងត្រកូលលីវតែកូនគឺគ្មានកំហុសទេជាប្រញាប់ក្រោកឡើងនាងមនុស្សចង្រៃឆុងប្តីឆុងម្ដាយមិនទាន់គ្រប់ទេនៅចង់មកធ្វើបាបសាច់ឈាមត្រកូលលីវទៀតបើជានឹងកូនមានបញ្ហាអ្វីមួយខ្ញុំនឹងឲ្យនាងសងដល់ជីវិតបងហានយានខ្ញុំខ្លាចណាស់គឺខ្ញុំឈោមមិននឹងខ្លួនឯងទេបងស្រីគាត់មិនមានចិត្តណាទេស៊ុនអិនហួយបើកូនខ្ញុំមានរឿងអ្វីមួយខ្ញុំនឹងអូសនាងទៅស្លាប់ជាមួយទោះនាងរុញក៏ដោយបងជឿខ្ញុំទេខ្ញុំជឿលើប្រពន្ធខ្ញុំត្រូវប្រយ័ត្នសុខភាពអូយខ្ញុំឈឺពោះណាស់ជាប្រញាប់ហៅគេបញ្ជូនជាទៅមន្ទីរពេទ្យទៅរឿងផ្សេងចាំត្រឡប់មកវិញសឹមនិយាយស្ត្រីម្នាក់នេះត្រូវតែដេញនាងចេញពីត្រកូលលីវកុំប្រញាប់នៅចំពោះមុខការពិតសំឡេងនាងតិចណាស់ថាតើប្រពន្ធខ្ញុំជាអ្នករុញឬអត់នោះមើលទៅដឹងហើយអ្នកនាងស៊ុនកុំប្រញាប់ស៊ុនជាបើមិនយកដល់កូនក្នុងពោះរបស់នាងទេខ្ញុំទុកឱកាសចុងក្រោយឲ្យនាងបើនាងហ៊ានប៉ះនាងសំបីតែមួយសរសៃសក់ឬក៏លេងល្បិចថោកទាបបែបនេះទៀតផលវិបាកនាងដឹងហើយដោយសារតែគ្មានរឿងអ្វីធំដុំអញ្ចឹងអ្នកនាងស៊ុនត្រឡប់ទៅសម្រាកនៅក្នុងបន្ទប់វិញទៅហាមបោះជំហានចេញពីបន្ទប់សំបីតែកន្លះជំហានឲ្យលីវហានយាននិងស៊ុនអិនហួយគេចផុតម្ដងទៀតហើយកូនប្រុសធ្វើការធំត្រូវមើលឲ្យបានឆ្ងាយក្រុមប្រឹក្សាភិបាលនឹងចាប់ផ្ដើមការជ្រើសរើសប្រធានម្ដងទៀតបានសូកប៉ាន់សមាជិកក្រុមប្រឹក្សាភិបាលភាគច្រើនហើយបន្ទាប់ពីលីវហានយានត្រឡប់មកវិញវិធីសាស្ត្រដាច់ខាតរបស់គេបានប៉ះពាល់ដល់ផលប្រយោជន៍មនុស្សជាច្រើនឯងគិតថាមានតែឯងម្នាក់ទេដែលលួចស៊ីលុយក្រុមហ៊ុនកុំបារម្ភម៉ាក់ច្បាស់ជានឹងជួយឯងឲ្យឡើងកាន់តំណែងជាអ្នកស្នងរកតែមួយគត់របស់ក្រុមហ៊ុនលីវមានតែម៉ាក់ទេដែលស្រឡាញ់ខ្ញុំជាងគេថ្ងៃនេះហើយអ្នកទាំងអស់គ្នាមកខ្ញុំចង់ប្រកាសរឿងមួយក្រុមប្រឹក្សាភិបាលក្រុមហ៊ុនលីវបានអនុម័តសំណើរៀបចំចាប់ផ្ដើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានក្រុមហ៊ុនជាថ្មីតើនេះជាបំណងរបស់លោកឪពុកឬក៏ជាបំណងរបស់ក្រុមប្រឹក្សាភិបាលដើម្បីអនាគតក្រុមហ៊ុនដោយសារសុខភាពឯងមិនល្អក្រុមហ៊ុនមិនអាចប្រគល់ការទទួលខុសត្រូវធំឲ្យឯងបានទេ
ប៉ុន្តែឯងនឹងជាយានសុទ្ធតែជាបេក្ខភាពប្រធានក្រុមប្រឹក្សាពិបាលនឹងវាតម្លៃពីផ្នែកជាច្រើនអំពីសមត្ថភាពនិងផែនការអនាគតរបស់អ្នកទាំងពីរសូម្បីតែកណេឲ្យគម្រោងតំបន់ខាងត្បូងក៏គិតខុសបណ្ដាលឲ្យក្រុមហ៊ុនខាតបង់យ៉ាងធ្ងន់ធ្ងរតើមានលក្ខណៈសម្បត្តិអ្វីមកនិយាយពីសមត្ថភាពជាមួយខ្ញុំបងប្រុសបង្រៀនត្រូវហើយប៉ុន្តែនោះជារឿងពេលខ្ញុំនៅក្មេងមនុស្សតែងតែធំធាត់ខ្ញុំនឹងបង្ហាញក្រុមប្រឹក្សាភិបាលថាខ្ញុំអាចធ្វើបានមែនតើតំណែងប្រធានមិនមែនអ្នកណាកើតមកអង្គុយជាប់នោះទេជោគវាសនាផ្លាស់ប្ដូរជានិច្ចអ្នកមីងនិយាយត្រូវទេជានិយាយត្រូវណាស់ហាន់យៀនពីមុនឯងធ្វើបានល្អណាស់ប៉ុន្តែសម័យកាលកំពុងផ្លាស់ប្ដូរក្រុមហ៊ុនត្រូវការចាក់បញ្ចូលធម៌ពលថ្មីជីយៀនខិតខំបញ្ជាក់ខ្លួនឯងទៅពិតណាស់អ្នកមានសមត្ថភាពទើបអាចនៅបានហាន់យៀនរបស់យើងដាច់ខាតមិនខ្លាចការប្រកួតប្រជែងដោយយុត្តិធម៌ទេគ្រាន់តែខ្លាចមនុស្សមួយចំនួនប្រើល្បិចថោកទាបមកធ្វើបាបពួកយើងបងប្រុសលើកនេះខ្ញុំនឹងមិនយកដល់មនោសញ្ចេតនាបងប្អូនទៀតទេលីវហាន់យៀនខ្ញុំនឹងជន់លោកនៅក្រោមជើងឯងមិនដែលជាគូប្រជែងរបស់ខ្ញុំទេសៀវយ៉ាហៅអ្នកនាងមកផ្ទះបាយបន្តិចធម្មតានាងតែងតែជួយម៉ាសាឲ្យខ្ញុំទៅអញ្ជើញនាងមកអ្នកនាងទើបតែចេញទៅក្រៅអំបញ្ញមិញចេញទៅក្រៅជាមួយអ្នកណាអាហ្វានបងស្រីខ្ញុំរងទុក្ខនៅក្នុងគ្រួសារលីវគាត់នឹកបងណាស់ហេតុអ្វីបានជានាងទទួលបានការយកចិត្តទុកដាក់ពីលីវហាន់យៀនបងស្រីបើលីវហាន់យៀនដឹងថាបងលួចជួបស្នេហាចាស់ក្បត់គាត់តើគាត់នៅស្រឡាញ់បងទៀតទេប៉ុន្មានឆ្នាំនេះសុខទុក្ខយ៉ាងណាដែរនៅលើសក់របស់អូនលោកប្រពន្ធអ្នកអតីតកុំប៉ះពាល់ផ្ដេសផ្ដាសលោកស្រីលីវនាងចេញក្រៅមិនចាំបាច់រាយការណ៍ប្រាប់ប្តីទេមែនទេគាត់ជានរណាលីវហាន់យៀនលោកឈួតហើយមែនទេលោកលួចតាមដានខ្ញុំលែងដៃកុំយល់ច្រឡំខ្ញុំនឹងហួយមិនបានជួបគ្នាយូរហើយបន្តស្រែកទៀតទៅគាត់ជានរណាសូមណែនាំបន្តិចនេះគឺលោកអាប៉ាយជាស្នេហាចាស់របស់ខ្ញុំសុនហួយនិយាយម្ដងទៀតមើលឬក៏ភ្លេចកិច្ចសន្យារបស់យើងហើយជឿទេថាខ្ញុំត្រឡប់ទៅកំទេចត្បូងនោះចោលឥឡូវនេះលីវហាន់យៀនតើលោកធ្លាប់គិតពីអារម្មណ៍ខ្ញុំទេលោកអាត្មានិយមពេកហើយហាន់យៀនស្រីម្នាក់នោះគឺជាប្រផ្នូលអាក្រក់នាងខ្លាញ់ធ្វើជាល្ងងដើម្បីចូលចិត្តលោកពេលនេះថែមទាំងធ្វើឲ្យលោករបួសធ្ងន់ទៀតរឿងខ្ញុំនិងប្រពន្ធខ្ញុំមិនត្រូវការនាងលូកមាត់ទេចេញទៅបានខ្ញុំលែងនិយាយហើយហាន់យៀនសូមឲ្យខ្ញុំស្នាក់នៅផ្ទះត្រកូលលីវទៅតាំងពីសន្និសីទកាសែតបញ្ចប់មកខ្ញុំបាត់បង់ការងារទាំងអស់ហើយពីមុនខ្ញុំក៏ធ្លាប់ជួយសង្គ្រោះលោកច្រើនដងដែរអនុញ្ញាតឲ្យខ្ញុំនៅទៅមិនបានទេអ៊ិនហួយនឹងមិនសប្បាយចិត្តទេប៉ុន្តែលើកនេះចេះថែមស្ករឲ្យខ្ញុំទៀតមើលទៅដូចជាដឹងកំហុសហើយអ្នកនាងនៅឯណាអ្នកនាងប្រាប់ថាមិនមែនហាន់យៀនតើលោកឆ្លោះគ្នាជាមួយស៊ុនអិនហួយមែនទេមិនមែនរឿងនាងទេចេញទៅខ្ញុំអាចជួយលោកតាមលួងនាងវិញបានយើងសុទ្ធតែជាមនុស្សស្រីខ្ញុំយល់ពីនាងច្បាស់ជាដោយសារតែឋានៈរបស់ខ្ញុំលោកឲ្យខ្ញុំស្នាក់នៅទីនេះទៅធ្វើបែបនេះអាចជួយជំរុញទំនាក់ទំនងអ្នកទាំងពីរបានខ្ញុំសន្យាថានឹងមិនបង្កបញ្ហាទេខ្ញុំគ្រាន់តែចង់ឲ្យលោកមានក្តីសុខល្អហាន់យៀនឲ្យតែអាចស្នាក់នៅក្បែរលោកបានខ្ញុំមានវិធីជាច្រើនដើម្បីយកបេះដូងលោកមកវិញអ្នកនាងស្ងល់វា3ដងហើយពិតជាមិនបាច់ប្រាប់ប្រុសធំមែនទេ
បានហើយសៀវយ៉ាព្រឹកស្អែកឯងកុំដៅឆ្នាំងនេះឲ្យគាត់ផងចាំណាកុំនិយាយច្រើនដាច់ខាតបើគាត់សួរឯងគ្រាន់តែប្រាប់ថាមិនមែនខ្ញុំជាអ្នកស្ងល់ទេយល់ទេលីវហានយានលោកដើរអត់មានសម្លេងទេមែនទេលីវហានយានលោកដើរអត់មានសម្លេងទេមែនទេចាប់ពីថ្ងៃនេះទៅនាងធ្វើជាជំនួយការផ្ទាល់ខ្លួនរបស់ខ្ញុំជំនួយការខ្ញុំចុះកិច្ចសន្យារៀបការមិនមែនលក់ខ្លួនទេបើមិនទុកនាងនៅក្បែរខ្លួនក្រែងលោនាងរត់តាមប្រុសផ្សេងទៀតគិតយ៉ាងម៉េចម្យ៉ាងទៀតលោកក៏ឲ្យជាយឺអ៊ុញស្នាក់នៅក្នុងផ្ទះទៅហើយនៅត្រូវការខ្ញុំធ្វើអីទៀតមិនដូចគ្នាទេនាងគ្រាន់តែជាគ្រូពេទ្យព្យាបាលខ្ញុំតាមឈ្មោះប៉ុណ្ណោះប៉ុន្តែអ្វីដែលនាងត្រូវធ្វើគឺមើលថែការហូបចុកនិងការរស់នៅរបស់ខ្ញុំការងាររបស់ខ្ញុំជីវិតរបស់ខ្ញុំនាងកុំបារម្ភចាំរឿងនេះចប់ខ្ញុំនឹងប្រកល់ត្បូងនោះឲ្យនាងយល់ព្រមគាត់ដេកលក់ហើយខ្ញុំបានដាក់ថ្នាំមួយដេកគ្រូពេទ្យជឿថ្នាំពោធិ៍សរសៃប្រសាទលទ្ធផលស្រាវជ្រាវថ្មីបំផុតលំដាប់អន្តរជាតិគ្មានពណ៌គ្មានក្លិនតាក់បញ្ចូលក្នុងថ្នាំរបស់គាត់ទៅប៉ុន្មានដងដំបូងគាត់នឹងមានអារម្មណ៍រំភើបមួយសប្តាហ៍ក្រោយមកនឹងមានបញ្ហាផ្សេងកើតឡើងគ្រូពេទ្យជឿបើគ្មានខ្ញុំជួយអ្នកទេគ្រួសារអ្នកសាយថនបាត់ទៅហើយថ្នាំនេះមិនខ្លាំងដល់ថ្នាក់នឹងទេចាំខ្ញុំបានឡើងតំណែងប្រធានខ្ញុំនឹងមានវិធីជួយបងប្រុសខ្ញុំឲ្យជាសះស្បើយចាំមើលលទ្ធផលសាកល្បងរបស់អ្នកចុះលោកប្រធានលីវចំពោះសំណើដេញថ្លៃចុងក្រោយនៃគម្រោងនិមិត្តសញ្ញាថ្មីភាគខាងត្បូងទីក្រុងតើលោកជ្រើសរើសក្រុមហ៊ុនឈីនយុនឬយានហាងតម្លៃខុសគ្នាដល់ទៅ2000លានអ្វីទៅនិយាយម្ដងទៀតមើលខ្ញុំសូមអនុញ្ញាតបន្ថែមបន្តិចបំណងរបស់បងហាន់យានគឺយានហាងទោះបីជាថវិកាដំបូងខ្ពស់មែនប៉ុន្តែការរចនាម៉ូដូលរបស់ពួកគេនិងភាពបត់បែនក្នុងប្រតិបត្តិការនៅពេលក្រោយក្នុងរយៈពេល5ឆ្នាំតម្លៃដើមសរុបនឹងទាបជាងឈីនយុនបានប្រាក់ចំណេញនៅពេលក្រោយគឺលើសពី2000លានដងលោកប្រធានលីវសាខានៅអាស៊ីអាគ្នេយ៍រាយការណ៍មកថាត្រូវការទុនបន្ទាន់ 1.3 ពាន់លានដើម្បីទប់ទល់នឹងបម្រែបម្រួលអត្រាប្តូរប្រាក់ទុននៅខ្វះខាតនៅឡើយទេពេលវេលាក៏ប្រញាប់មិនជឿហានិភ័យខ្ពស់ពេកឲ្យខាងហេរ៉ាញ់មធូវីតម្លៃឡើងវិញពិតជាមានហានិភ័យខ្ពស់ពេកមែនប៉ុន្តែបើមិនបញ្ចូលទុនពេលនេះទេក្រុមហ៊ុនសាខាអាចនឹងខ្សែធនហើយនឹងជាឥទ្ធិពលដល់តំបន់អាស៊ីទាំងមូលខ្ញុំបានតាក់ទងធនាគាររុយស៊ីងទុកមុនរួចហើយពួកគេយល់ព្រមផ្ដល់កញ្ចប់កម្ចីដែលល្អបំផុតឲ្យយើងនៅតែលោកនាយករងលីវដែលអាចពឹងពាក់បានជាងបងប្រុសសុខភាពបងខ្សោយកម្លាំងមិនសូវមានថ្ងៃក្រោយកុំសូវចំណាយកម្លាំងលើរឿងក្រុមហ៊ុនពេកបងទុកចិត្តប្រគល់វាឲ្យខ្ញុំចុះហាន់យានកូនឯងនេះការងារពិតជាសំខាន់តែសុខភាពរឹតតែសំខាន់ជាងជាយានចាំជួយរំលែកការងារបងឯងឲ្យបានច្រើនផងកុំបង្ខំខ្លួនឯងទៀតអីលោកត្រូវការសម្រាកមិនអីទេសេរ៉ូមនេះបន្តិចទៀតខ្ញុំនឹងយកចេញតូមួយផ្សេងបេក្ខភាពកាន់តំណែងប្រធានលទ្ធផលវាតម្លៃធំបានចេញមកហើយគឺនៅនឹងដៃខ្ញុំនេះឯងអនុប្រធានលីវណូមុខបណ្ដោះអាសន្នដោយអត្រាគាំទ្រ75
អ្នកទាំងអស់គ្នាលើកដំកើងពេកហើយខ្ញុំនៅមានបទពិសោធន៍ខ្ចីណាស់ភាគច្រើនក៏ដោយសារតែបង្ហាញយានដឹកនាំបានល្អដែរថ្ងៃក្រោយខ្ញុំនឹងជំនួសបងប្រុសខ្ញុំដើម្បីដឹកនាំអ្នកទាំងអស់គ្នាឲ្យបានល្អសមាសជាតិថ្នាំពោស្មុកស្មាញពេកល្បឿននៃការវិវត្តគឺលឿនជាងការរំពឹងទុកហាន់យានកំពុងខ្សោយសរីរាង្គច្រើនកន្លែងសម្ពាធថ្នាំពុលនៅតែបន្តកើនឡើងរយៈពេលនេះថ្នាំដែលខ្ញុំស្ងល់ឲ្យលីវហាន់យានភាគច្រើនជាថ្នាំបន្សាពុលឬមួយជាយឺអុញលេងល្បិចទៀតហើយនាងមិនមែនបានស្នាក់នៅក្បែរលីវហាន់យានហើយទេហាហាហាកូនប្រុសរបស់ខ្ញុំឲ្យហេតុអីវាសនាកូនអភ័ព្វម្លេះទោះកូនមិនមែនជាកូនបង្កើតរបស់ម៉ាក់តែម៉ាក់ត្រូវប្រាប់ប៉ាកូនយ៉ាងម៉េចទៅអាហាហាហាម៉ាក់ថែរក្សាសុខភាពផងខ្ញុំជឿថាបងប្រុសនឹងមិនអីទេដោយសារស្ថានភាពសុខភាពរបស់បងប្រុសឯងគ្មានផ្លូវអាចប្រកួតប្រជែងជាមួយឯងបានទៀតទេឯងត្រូវតែជំនួសគាត់ទទួលយកបន្ទុកនេះប្រញាប់ទៅរកមេធាវីចាំងរៀបចំផែនការបម្រុងបន្ទាន់សម្រាប់សិទ្ធិស្នងមរតកហើយក៏ប្រជុំក្រុមប្រឹក្សាភិបាលពិសេសជាបន្ទាន់ហៅគេមកខាងក្រោមហាន់យាននៅមានសង្ឃឹមជួយសង្គ្រោះចាំបន្តិចហាន់យាននៅអាចសង្គ្រោះបានស៊ុនហួយនាងមកធ្វើអ្វីអូនាងចេញទៅឈប់សិនខ្ញុំគឺជាប្រពន្ធរបស់លីវហាន់យានជាកូនប្រសារស្រីច្បងនៃត្រកូលលីវនរណាហ៊ានប៉ះខ្ញុំថយក្រោយទាំងអស់គ្នាស៊ុនហួយនាងមិនមែនជាគ្រូពេទ្យសោះការចាក់មជុលវិទ្យាសាស្ត្រចិនទប់ទល់នឹងថ្នាំពុលនេះមិនបានទេហ៊ានឡើងចាំងមែនទេឆាប់អូសនាងចេញទៅខ្ញុំនិយាយម្ដងទៀតរារាំងខ្ញុំជួយសង្គ្រោះមនុស្សគឺស្មើនឹងឃាតកម្មមជុលអារម្មណ៍ជ្រៅយំរីថយចេញលីវហាន់យានខ្ញុំត្រូវតែធ្វើឲ្យលោកនៅរស់ស៊ុនហួយនោះគឺជាចំណុចស្លាប់បិទមាត់ទៅនៅសល់ពីជុំទៀតហាសចាំបន្តិចហាន់យាននៅអាចសង្គ្រោះបានស៊ុនហួយនាងមកធ្វើអ្វីអូសនាងចេញទៅឈប់សិនខ្ញុំជាប្រពន្ធរបស់លីវហាន់យានជាកូនប្រសារស្រីច្បងនៃត្រកូលលីវនរណាហ៊ានប៉ះខ្ញុំថយក្រោយទាំងអស់គ្នាស៊ុនហួយនាងមិនមែនជាគ្រូពេទ្យសោះការចាក់មជុលវិទ្យាសាស្ត្រចិនទប់ទល់នឹងថ្នាំពុលនេះមិនបានទេហ៊ានឡើងចាំងមែនទេឆាប់អូសនាងចេញទៅខ្ញុំនិយាយម្ដងទៀតរារាំងខ្ញុំជួយសង្គ្រោះមនុស្សគឺស្មើនឹងឃាតកម្មមជុលអារម្មណ៍ជ្រៅយំរីថយចេញលីវហាន់យានខ្ញុំត្រូវតែធ្វើឲ្យលោកនៅរស់ស៊ុនហួយនោះគឺជាចំណុចស្លាប់បិទមាត់ទៅនៅសល់ពីជុំទៀតម្ចាស់ទីក្រុងខ្ញុំនឹងទាញលោកត្រឡប់មកពីនរកវិញស៊ុនអិនហួយនាងជាប្រផ្នូលអាក្រក់បើមិនមែនដោយសារនាងទេ
ហាន់យៀនក៏មិនទៅជាបែបនេះដែរនាងដឹងពីសិល្បៈព្យាបាលអ្វីទៅនាងឆាប់ចេញទៅស៊ុនហួយតើនាងឲ្យគាត់ហូបអ្វីស៊ុនហួយបើបងប្រុសខ្ញុំក្រោកមិនរួចទេខ្ញុំច្បាស់ជារកយុទ្ធធម៌ពីនាងឲ្យបានលីវហាន់យៀនស្វាគមន៍ការត្រឡប់មកវិញខ្ញុំប្រាប់យមរាជហើយមិនឲ្យយកលោកទៅទេអ្នកមិនមែនប្រាប់ខ្ញុំថាថ្នាំពុលនោះគ្មានថ្នាំបន្សាបហេតុអ្វីហាន់យៀនស្ទើរតែបាត់បង់ជីវិតទៅហើយគ្រូពេទ្យជឿអ្នកមិនដែលក្មេងខ្ចីដល់ថ្នាក់នោះទេមែនទេសមរភូមិពាណិជ្ជកម្មដូចជាសមរភូមិសង្គ្រាមបើមិនគាត់ស្លាប់ក៏ខ្ញុំស្លាប់ដែរអ្នកប្រើប្រាស់ខ្ញុំដើម្បីទប់ទល់នឹងហាន់យៀននាងថោកទាបណាស់ទោះបីជាចង់ស៊ើបអង្កេតក៏ជានាងអ្នកឲ្យគាត់ហូបដែរមិនពាក់ព័ន្ធនឹងខ្ញុំទេម្យ៉ាងទៀតគ្រូពេទ្យជឿឥឡូវនេះយើងស្ថិតនៅលើទូកតែមួយហើយរក្សាការសម្ងាត់ទៅវាល្អសម្រាប់អ្នកគ្រប់គ្នានាងចុះទៅសិនទៅមិនអីទេពីសាច់មិនបាច់ធ្វើបែបនេះទេត្រូវគេដាក់ថ្នាំពុលក្រោមភ្នែកខ្ញុំផ្ទាល់គឺខ្ញុំអ្នកបាត់បង់មុខមាត់ចាប់ពីថ្ងៃនេះទៅរាល់វត្ថុដែលចូលក្បែរលោកត្រូវតែឆ្លងកាត់ដៃខ្ញុំសិនមួយជីវិតនេះខ្ញុំធ្វើត្រូវរឿងសំខាន់មួយហើយរឿងអ្វីទៅគឺការរៀបការយកនាងស៊ុនហួយធ្វើជាប្រពន្ធនឹងឯងបើសិនជាលើកនេះគ្មាននាងទេខ្ញុំប្រហែលជាស្លាប់បាត់ទៅហើយអ្នកដែលប៉ងអាក្រក់លើលោកអាចរុំផែនដីបាន3ជុំដូច្នេះហើយក្នុងអំឡុងពេលកិច្ចសន្យាជីវិតរបស់លោកមានពាក់កណ្ដាលជារបស់ខ្ញុំបងប្រុសបងថ្លៃមិនស្រួលទេហាន់ដងមីមេធ្មប់ចាស់នោះឆ្លៀតពេលបងឈឺដើម្បីយកជីវិតបងនាងបានសហការជាមួយមនុស្សចាស់មួយចំនួនម៉ោង3រសៀលបើកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពិសេសគឺដើម្បីដកតំណែងបងនិងគាំទ្រលីវជាយានដែលជាមនុស្សគ្មានបានការឲ្យឡើងកាន់តំណែងលីវជាយានមើលទៅពួកនេះគិតថាខ្លួនឯងរស់យូរពេកហើយសៀវជៀនទៅស៊ើបអង្កេតពីកំហុសទាំងអស់របស់ហាន់ដងមីនិងលីវជាយានភ្លាមស៊ើបឲ្យល្អិតល្អន់ហើយមករាយការណ៍ប្រាប់ខ្ញុំយល់ព្រមទើបតែជាពីជំងឺធ្ងន់សោះមិនហ៊ានចំណាយកម្លាំងទេលើកនេះពួកយើងធ្វើការដោយផ្អែកលើភាពស្មោះត្រង់អ្នកធ្វើរឿងអីក៏ខ្ញុំទុកចិត្តដែរអ្នកទាំងអស់គ្នាការធ្លាក់ខ្លួនឈឺរបស់ហាន់យៀនគឺជារឿងចៃដន្យប៉ុន្តែក្រុមហ៊ុនមិនអាចគ្មានមេដឹកនាំសំបីតែមួយថ្ងៃទេអនុប្រធានជាយានទទួលបន្ទុកក្នុងគ្រាអាសន្នមានសមត្ថភាពឆ្នើមខ្ញុំជឿថាក្រោមការដឹកនាំរបស់គាត់ក្រុមហ៊ុនលីវរបស់យើងច្បាស់ជានឹងមនុស្សពីរនាក់នេះមានល្បិចច្រើនណាស់ត្រូវតែប្រយ័ត្នប្រយែងចំពោះពួកគេគ្រប់ពេលវេលាចាំក្រុមហ៊ុនលីវដំណើរការធម្មតាវិញសិនចាំប្រគល់បន្ទុកនេះឲ្យអ្នកផ្សេងទៅប្រពន្ធកំពុងតែបារម្ភពីខ្ញុំមែនទេខ្ញុំខ្លាចតែខ្លាចជាស្ត្រីមេម៉ាយទេលោកប្រធានលីវ
លោកប្រធានលាវផែនការសហការចុងក្រោយជាមួយក្រុមហ៊ុនធានសាងជូនដំណឹងទៅប្រធានផ្នែកវិនិយោគធនាគារគម្រោងមួយនេះជូនដំណឹងដល់ថ្នាក់ប្រធានគ្រប់ផ្នែកទាំងអស់ក្រោយពេលខ្ញុំប្រជុំចប់នឹងធ្វើការកែសម្រួលតម្លៃរចនាសម្ព័ន្ធប្រាកដណាស់លោកពិតជាចង់បញ្ចប់រឿងនេះលឿនណាស់មែនទេខ្ញុំខ្លាចថាបើខ្ញុំរៀនតាមមនុស្សទាំងនេះទៀតមនុស្សមួយក្រុមនេះក្រឡាស់សម្ដីណាស់លុយខ្ញុំក៏ចាយអស់ហើយពួកគេបែរជាមិនព្រមជួយឯងម៉ាក់គេមិនអាចមានអំណួតបានយូរទេឯងពិតជាគិតថាសម្លេងមួយសន្លឹកនោះជាសំណាងមែនទេមានន័យថាម៉េចខ្ញុំបានស៊ើបអង្កេតជាសម្ងាត់តាមពិតសុនហួយនាងពូកែខាងវិទ្យាសាស្ត្រណាស់គឺនាងដែលជាអ្នកជួយលីវហានយានពីក្រោយខ្នងបើឯងដេញនាងចេញលីវហានយានគង់តែស្លាប់ក្នុងដៃយើងទេប៉ុន្តែលីវហានយានការពារសុនអ៊ិនហួយយ៉ាងតឹងរឹងបែបនេះយើងគ្មានឱកាសចាត់ការនាងទេសុនជាយល់ពីបងស្រីនាងណាស់នាងទៅតែផ្ដល់យោបល់មួយឲ្យខ្ញុំពេលនេះមើលទៅសុនអ៊ិនហួយច្បាស់ជាចូលអន្ទាក់ហើយឯងកុំឃើញលីវហានយានពេលនេះកំពុងមានអំណួតឲ្យតែជាយានបញ្ចេញស្នាដៃបន្តិចគេនឹងត្រូវដេកនៅទីនោះដោយការពី3ខែមុនអញ្ចឹងត្រកូលលីវប្រកាសជាធ្លាក់ក្នុងដៃយើងមិនខានប៉ុន្តែចុះបើប្រុសធំស៊ើបដឹងរឿងនេះគិតយ៉ាងម៉េចគេស្លាប់ក៏នឹកស្មានមិនដល់ដែលថាមានចារិកនៅក្បែរខ្លួនគេនោះបើចារិកនេះត្រូវគេចាប់បានគេនឹងប្លន់វាមកវិញមិនទាន់ពេលទេសរុបមកបញ្ជាក់ថានាងបានលងស្រឡាញ់លីវហានយានហើយកាលនោះនាងអាចដោយសារតែបណ្ដាំឪពុកម្ដាយធ្វើពុតជាល្ងងទ្រាំជាមួយពួកយើងអស់ប៉ុន្មានឆ្នាំនេះពេលនេះនាងនឹងខូចចិត្តដោយសាររឿងរបស់លីវហានយានមិនខាននាងរងចាំធ្លាក់ចូលក្នុងអន្ទាក់របស់យើងទៅចុះហឹមនេះជាវិធីចាក់អំជុលវិទ្យាសាស្ត្រប្រចាំត្រកូលយើងបងថ្លៃបងពិតជាមិនសូវយល់ចិត្តសោះនេះគឺជាឯកសារសុខភាពរបស់បងប្រុសពីមុននាងនៅធ្វើពុតជាល្ងងបោកប្រាស់ខ្ញុំទៀតខ្ញុំក៏តតម្រីដែរចាត់ទុកថាវិធីចាក់អំជុលនេះជាការសុំទោសពីខ្ញុំចុះអញ្ចឹងបានន័យថារបួសនៅលើខ្លួនហានយានមកចូលសម្លាប់នឹងគ្រោះថ្នាក់ចរាចរណ៍នោះមិនមែនជារឿងចៃដន្យទេប៉ុន្តែវាគឺជាល្បិចដែលគេរៀបចំឡើងយ៉ាងល្អមានន័យថាម៉េចកន្លែងដែលហានយានជួបគ្រោះថ្នាក់គឺនៅបន្ទប់រក្សាសាកសមន្ទីរពេទ្យទីនោះមានស្រមោលអាក្រក់ច្រើនណាស់បើសិនជារបួសធ្ងន់នៅទីនោះនឹងត្រូវខ្មោចចូលខ្លួនគ្រោះថ្នាក់ចរាចរណ៍លើកនេះមិនមែនជារឿងចៃដន្យទេចុះត្រូវធ្វើយ៉ាងម៉េចទៅស៊ើបអង្កេតខ្ញុំនឹងទៅស៊ើបអង្កេតភ្លាមសៀវយ៉ាយប់ដែលលោកលីវពលនោះប្រហែលជាម៉ោង8យប់ថ្ងៃនោះឯងមានបានឬឃើញអ្វីខុសប្រក្រតីទេឬមួយក៏មានមនុស្សប្លែកមុខចូលមកទេពេលនោះខ្ញុំកំពុងជួយធ្វើម្ហូបនៅផ្ទះបាយខាងក្រោមសៀវយ៉ាលោកលីវទៅជាម្ចាស់គ្រួសារនាពេលអនាគតសៀវយ៉ាឯងប្រកាសទេថាឯងឈរត្រូវខាងហើយយប់នោះគ្រូពេទ្យជឿនឹងប្រុសទី2បានចូលបន្ទប់ប្រុសធំបងស្រីបងកំពុងនិយាយខ្សឹបខ្សៀវអ្វីជាមួយសៀវយ៉ាហ្នឹងសៀវយ៉ាសម្បុកទៅជាកម្មខ្ញុំស្ងោរឆ្អិនហើយឬនៅមិនឆាប់ទៅធ្វើការទៀតកុំលួចខ្ជិលចាស់អ្នកនាងទី2បងស្រីទោះបងសួរអ្វីក៏ដោយក៏ត្រូវតែចាំពាក្យរបស់ម្ដាយក្មេកដែរមិនថាហាន់យានឬជីយានទេសុទ្ធតែជាកូនរបស់គ្រួសារលីវជានៅខាងក្រៅឬក្នុងផ្ទះក៏នៅតែជាគ្រួសារតែមួយយ៉ាងរៀបរយគ្រួសារដែលដើម្បីតែតំណែងប្រធានឆ្លោះគ្នាឡើងបែកក្បាលហូឈាមនោះមែនទេខឹងខ្លាំងម្លេះបងស្រីបងពិតជាចូលអន្ទាក់មែននិយាយមកសុនហួយមេធ្មប់នោះមករកឯងធ្វើអីហាមលាក់បាំងសំបីតែមួយម៉ាត់គ្មានអ្វីទេប្រាកដមែនអ្នកនាងសុនគ្រាន់តែសួរពីរឿងដែលប្រុសធំពលប៉ុណ្ណោះខ្ញុំមិនបាននិយាយអ្វីទាំងអស់ចាំទុកកុំនិយាយផ្ដេសផ្ដាសបើមិនដូច្នេះទេឯងដឹងហើយថាផលវិបាកវាយ៉ាងម៉េច
បងប្រុសកំពុងរវល់មែនទេមើលទៅទឹកមុខបងមិនសូវល្អសោះប្រហែលជាហត់ពេកហើយរឿងក្រុមហ៊ុនខ្ញុំអាចជួយរំលែកបានមានការអីនិយាយមកបើគ្មានការអីទេប្រញាប់ចេញទៅអូគឺគម្រោងទិញយកក្រុមហ៊ុនអន្តរជាតិត្រូវការឲ្យបងធ្វើដំណើរទៅប្រទេសផ្ទាល់នេះគឺជាឯកសារគម្រោងឯងត្រូវបានគេដកតំណែងហើយរឿងទាំងនេះមិនបាច់ឲ្យឯងខ្វល់ទេហេនេះដោយសារតែឃើញបងហត់ពេកតើបងកុំខឹងខ្ញុំចេញទៅឥឡូវហើយតបប៉ូស៊ីឡែនមួយនេះច្បាស់ជាមានអាចកំបាំងអាលីវហានយានចង្រៃដណ្ដើមតំណែងប្រធានអញមែនទេបងស្រីខ្ញុំចូលអន្ទាក់ហើយថ្មីនេះគាត់កំពុងស៊ើបអង្កេតរឿងលីវហានយានពលនិងរឿងគ្រោះថ្នាក់ចរាចរណ៍ស៊ើបទៅដល់ពេលស៊ើបដឹងការពិតហើយនោះគឺជាពេលដែលប៉ាខ្ញុំជួយគិតកណីជាមួយគាត់ហើយគាត់នឹងលីវហានយានច្បាស់ជាមានចន្លោះប្រហោងមិនខានឯងជួយយកដៃគោមួយទៅបោះចន្លោះអ្នកទាំងពីរផងចាក់រុកបញ្ឆេះកំហឹងនេះគឺជាជំនាញរបស់ខ្ញុំហើយបើខ្ញុំទីមិនខុសទេតបប៉ូស៊ីឡែនពណ៌ស្នោះបងស្រីថ្មីនេះមើលថែបងប្រុសធំហត់នឿយណាស់មែនទេបងកុំអន់ចិត្តពេកមនុស្សប្រុសពេលដែលគាត់ឈឺគឺទន់ខ្សោយបំផុតហើយវាក៏ងាយស្រួលនឹងនឹកឃើញដល់មនុស្សចាស់ដែរនាងមានរឿងអីនិយាយត្រង់មកទៅបងស្រីបងមិនដឹងទេអីបងប្រុសមានមិត្តភក្តិកាលពីកុមារនិងជានារីក្នុងក្តីស្រមៃម្នាក់ឈ្មោះឈិនពីងជានាងត្រឡប់មកប្រទេសវិញហើយកាលនោះពួកគេគឺជាគូស្នេហ៍ដ៏ស័ក្តិសមបំផុតស្ទើរតែបានរៀបការទៅហើយថ្ងៃយ៉ាងមកទីនេះដើម្បីបំបីបំបាក់មែនទេមិននឹងអាចទៅបងស្រីខ្ញុំនេះគ្រាន់តែបារម្ភខ្លាចបងនិងបងប្រុសធំមានការយល់ច្រឡំចុះខ្ញុំមានមិត្តម្នាក់ពីថ្ងៃមុនចៃដន្យឲ្យបានឃើញពួកគេនៅលើសមុទ្រលួចឆោតពីចម្ងាយឬថានេះទើបជានារីក្នុងក្តីស្រមៃពិតប្រាកដរបស់បងប្រុសចំណែកជាយឺអ៊ុយគ្រាន់តែជាខែការពារស្រីម្នាក់នោះប៉ុណ្ណោះរឿងដែលគេប្រឌិតឡើងគ្មានមូលដ្ឋានជាមួយរូបភាពស្រអាប់មួយសន្លឹកនាងក៏យកមកបង្កើតពាក្យចាមអារាមទៀតហើយសុំជាល្បិចរបស់នាងនៅតែមិនទាន់អាចយកជាការបានដដែលក្រៅពីជាយឺអ៊ុយនៅមានស្រីម្នាក់ទៀតមែនទេតែគោលនៃភាពមិនទុកចិត្តនេះខ្ញុំបានដាំវារួចហើយឯងជួយវាឲ្យជ្រៅបន្តិចទៅប្រាប់នាងថាលីវហានយានចិត្តនឹងទៅជាមួយនារីក្នុងក្តីស្រមៃពិតប្រាកដរបស់គេហើយខ្ញុំចង់ឲ្យសម្ព័ន្ធភាពរបស់ពួកគេបែកបាក់ពីខាងក្នុងអាឡូឈិនមីងប្រញាប់រៀបចំឡានទៅអាកាសយានដ្ឋានភ្លាមថ្ងៃនេះពួកយើងត្រូវហោះហើរទៅហាយឆឹងប្រព័ន្ធទិន្នន័យមេឃរបស់យើងហាក់ដូចជាត្រូវបានពួក hacker ចាក់សោបាត់ហើយសង្ស័យថាមានចារិកសហការពីខាងក្នុងហើយទីប្រឹក្សាសុវត្ថិភាពដែលមានអំណាចបំផុតខ្ញុំនឹងធ្វើដំណើរទៅជាមួយគាត់ខ្ញុំមើលថាលោកមាននារីក្នុងក្តីស្រមៃពិតប្រាកដម្នាក់ដែលលោកមិនអាចបំភ្លេចបានមែនទេមនុស្សដែលនាងនិយាយគឺពីងជានោះសុទ្ធតែជារឿងអតីតកាលទេឥឡូវនេះខ្ញុំត្រូវទៅដោះស្រាយរឿងខ្លះខ្ញុំគ្មានពេលច្រើននិយាយពីរឿងទាំងនេះជាមួយនាងទេលោកត្រឡប់មកវិញភ្លាមនៅផ្ទះកុំជឿអ្នកណាងាយឲ្យសោះណាចាំខ្ញុំត្រឡប់មកវិញលុះហួយបងថ្លៃបងចង់បានវីដេអូថតនៅចំណតឡានកាលពីពេលនោះដើម្បីធ្វើអ្វីវីដេអូកាលនោះព្រើលណាស់មើលមិនច្បាស់តតែសោះថាអ្នកបើកបរជានរណាកុំបារម្ភសៀវជៀនខ្ញុំមានមិត្តម្នាក់ដែលអាចធ្វើឲ្យវីដេអូនេះច្បាស់បានបងប្រុសជីដូនមួយទី2លីវជាយានមិននឹងអាចទៅរួចទោះបីលីវជាយានជាមនុស្សគ្មានបានការមែនតែគាត់មិនថ្លើមធំដល់ថ្នាក់នឹងទេដឹងគាត់គឺជាសាក្សីតែម្នាក់គត់នៅកន្លែងកើតហេតុបើយើងអាចរកគាត់ឃើញនឹងដឹងថាអ្នកបើកបរបង្កគ្រោះថ្នាក់នោះជានរណាខ្ញុំនឹងបញ្ជូនមនុស្សទៅរកគាត់ភ្លាមនៅមានតាវសេះម្នាក់នេះទៀតហេតុអីបានជាស្រាប់តែលេចមុខនៅទីនេះដោយគ្មានមូលហេតុមិននឹងអាចទៅរួចបងចង់មានន័យថានេះគឺជារឿងដែលគេរៀបចំឡើងដោយរកតាវសេះចំណាស់ម្នាក់ដើម្បីជួយលីវជាយានទប់ទល់នឹងបងប្រុសមែនទេហេតុអីទៅតែបងប្រុសក៏ជាកូនបង្កើតរបស់គាត់ដែរតាបើរឿងនេះឲ្យបងប្រុសនាងដឹងគាត់ច្បាស់ជាឈឺចាប់និងអស់សង្ឃឹមខ្លាំងណាស់ចុះបើហានដុងមេកូនប្រុសរបស់គាត់មានល្បិចថ្មីដើម្បីទប់ទល់នឹងតើត្រូវធ្វើយ៉ាងម៉េចទៅសុខភាពរបស់ហានយានពេលនេះមិនអាចទទួលរងការប៉ះទង្គិចធ្ងន់ធ្ងរបានទៀតទេ
សៀវជៀនតតែពួកយើងរកឃើញផុសតាងផ្ទាល់ជាងនេះបញ្ជូនលីវជាយានចូលគុកពីបទប៉ុនប៉ងមនុស្សឃាតដោយចិត្តណាបែបនេះទើបហានដុងមេអស់ល្បិចបងថ្លៃមិនក៏មកអង្គុយផឹកស្រាការទុកម្នាក់ឯងអញ្ចឹងបងប្រុសធំមិនកំដរបងទេខ្ញុំកំដរបងក៏បានទេហានយានថ្មីនេះរវល់នៅក្រុមហ៊ុនរវល់រឿងគម្រោងសេងយានរាប់រយលានដុល្លារឯណោះមិនមែនពាក់ព័ន្ធនឹងលោកទេមែនទេមិននឹងអាចទៅរួចមិនអាចទៅរួចលោកចង់បានតំណែងរបស់ហានយានយូរមកហើយតើគ្រោះថ្នាក់ចរាចរណ៍របស់បងប្រុសលោកមិនមែនពាក់ព័ន្ធនឹងលោកទេមែនទេនិយាយផ្ដេសផ្ដាសអីហ្នឹងតើបំណងលោកជាអ្វីទោះនាងស៊ើបដឹងក៏យ៉ាងម៉េចនាងក៏មិនអាចរកផុសតាងឃើញដែរមួយនាងមិនហ៊ានបញ្ចេញផុសតាងនោះទេយ៉ាងណាក៏ដោយខ្ញុំប្រាប់នាងចោះឲ្យតែមានខ្ញុំនៅខ្ញុំច្បាស់ជានឹងបំផ្លាញលីវហានយានហើយនឹងនាងជាមនុស្សស្រីរំខាននេះទៀតទីបំផុតលោកទទួលស្គាល់ហើយមិនមែនទេនាងមិនស្រវឹងទេមិនដឹងទេថាវិទ្យាសាស្ត្រចិនមានវិធីមួយអាចផឹក 1000 កែវក៏មិនស្រវឹងនោះមិនស្រវឹងហើយយ៉ាងម៉េចនាងគួរតែឆាប់មកជ្រកក្នុងរង្វង់ដៃខ្ញុំវិញល្អជាងយ៉ាងណាក៏ដោយគ្រួសារលីវពេលនេះជារបស់ខ្ញុំហើយលីវជាយានចុះពូតាងដែលលោកសារភាពដោយផ្ទាល់មាត់នោះនៅឯណាសុនហួយមនុស្សល្ងងនាងអ៊ិនហួយអំបាញ់មិញនៅឯការដេញថ្លៃទើបតែបានខ្សែបេះដូងសមុទ្រមួយខ្សែនេះស័ក្តិសមណាស់មិននឹងមានរឿងមិនសប្បាយចិត្តមែនទេអ៊ិនហួយយូរម្លេះហើយនាងនៅតែមិនព្រមសារភាពប្រាប់ខ្ញុំទៀតមែនទេបងហានយានអ៊ិនហួយបងស្រីដឹងថាបងទៅធ្វើការក្រៅជាមួយនារីក្នុងក្តីស្រមៃពិតប្រាកដគាត់ច្បាស់ជាមិនសប្បាយចិត្តទេបងកុំបង្ខំគាត់ទៀតអីមើលទៅលីវជាយានមានបំណងនាំឲ្យខ្ញុំស៊ើបអង្កេតរឿងនេះបើខ្ញុំនិយាយការពិតចេញពីមាត់ខ្ញុំគាត់ប្រកាសជានឹងត្រូវប៉ះទង្គិចមិនខានខ្ញុំមិនអាចនិយាយទេសុនជាបើនាងនៅតែចាក់រុកទៀតកុំបន្ទោសខ្ញុំថាមិនយោគយល់ឲ្យសោះខ្ញុំមិនដែលនារីក្នុងក្តីស្រមៃពិតឬខ្លាំងខ្លាយអ្វីនារីក្នុងក្តីស្រមៃរបស់ខ្ញុំគឺជានាងរហូតមកខ្ញុំជឿលោកបងប្រុសធំខ្ញុំមិនអាចជួយនាងលាក់បាំងបងទៀតទេនាងបានតាក់ទងលួចលាក់ជាមួយជាយានពេលបងចេញទៅក្រៅបងហានយានខ្ញុំពិតជាទ្រាំមិនបានទេខ្ញុំមិនអាចជួយបងស្រីលាក់បាំងទៅទៀតទេមានរឿងអីខ្ញុំបានឃើញផ្ទាល់ភ្នែកឃើញបងស្រីគាត់បានប្រាំចូលប្រាក់ចាក់ជាយានបងខំជាយាននៅក្នុងបន្ទប់របស់ពួកបងស៊ុនជានាងនិយាយផ្ដេសផ្ដាសអ្វីហ្នឹងប្រុសធំតាមពិតខ្ញុំក៏មិនចង់និយាយដែរប្រពន្ធប្រុសធំតែងតែមានទំនាក់ទំនងមិនច្បាស់លាស់ជាមួយប្រុសទី2សៀវយ៉ាស៊ុនជាបានឲ្យប្រយោជន៍អ្វីខ្លះដល់ឯងទើបឯងសហការជាមួយនាងមកមួបង្កាច់ខ្ញុំតាមពិតរឿងអាស្រូវក្នុងផ្ទះមិនគួរបញ្ចេញឲ្យគេដឹងទេប៉ុន្តែវាពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះត្រកូលលីវយើងនិងសេចក្តីថ្លៃថ្នូររបស់បងខ្ញុំមិនអាចឲ្យបងបន្តត្រូវគេបោកប្រាស់បានទេតាមពិតបងថ្លៃគាត់មានចិត្តលើខ្ញុំរហូតមកគឺគាត់ដែលតាក់ទងខ្ញុំមុនបងប្រុសតើរឿងនេះវាពិតជាយ៉ាងម៉េចឲ្យប្រាកដអាកប្បកិរិយារបស់លោកពេលនេះមិនមែនជាការកាត់ទោសខ្ញុំទៅហើយទេតើខ្ញុំនៅមានអ្វីត្រូវបកស្រាយទៀតសូម្បីតែបកស្រាយនាងក៏មិនបកស្រាយចង់ឲ្យខ្ញុំជឿនាងយ៉ាងម៉េចបងថ្លៃហ៊ានធ្វើត្រូវតែហ៊ានទទួលឬក៏បងមានការលំបាកអ្វីបានរឿងវាដូចជាអ្វីដែលលោកបានគិតអញ្ចឹងលោកពេញចិត្តហើយឬនៅមានន័យថាមិនរកមិនឃើញមនុស្សរួមម្នាក់បាត់ខ្លួនពីក្រោមច្រមុះខ្ញុំរកបន្តរកឲ្យខ្ញុំទៀតទោះកាយដី3ជាន់ក៏ត្រូវតែរកឲ្យឃើញដែរប្រុសធំអ្នកនាងស្រាប់តែបាត់ខ្លួនមានអ្នកតាក់ទងមកខ្ញុំគឺអ្នកប្អូនប្រុសមិនហើយរឿងមិនគួរកាន់កុំសួរបងប្រុសហេតុអីបានជាបងប្រុសមិនសួរនាំឲ្យច្បាស់ហើយមួបង្កាច់បងថ្លៃបែបនេះបងដឹងទេថាប៉ុន្មានខែនេះពួកយើងកំពុងស៊ើបអង្កេត
ឯងចង់និយាយថាគ្រោះថ្នាក់ចរាចរណ៍របស់ខ្ញុំកាលពី3ខែមុនគឺជាស្នាដៃរបស់ប៉ាខ្ញុំមែនទេគឺបងថ្លៃបារម្ភខ្លាចបងដឹងការពិតហើយឈឺចាប់ទើបគាត់ប្រថុយខ្លួនទៅបញ្ចុះបញ្ចូលលីវជាយានក៏ដើម្បីជួយកម្ចាត់ឧបសគ្គឲ្យបងដែរចុះបងវិញគ្មានមនុស្សប្រុសណាឃើញមនុស្សស្រីរបស់ខ្លួនឯងធ្វើរឿងមិនស្មោះត្រង់ចំពោះខ្លួនហើយអាចរក្សាភាពស្ងប់ស្ងាត់បានទេប៉ុន្តែហេតុអីគាត់មិនប្រាប់ខ្ញុំបើគាត់ប្រាប់ខ្ញុំប្រកាសជានឹងជឿគាត់មិនខានបងឲ្យគាត់និយាយយ៉ាងម៉េចនរណាព្រមឲ្យមនុស្សប្រុសរបស់ខ្លួនឯងទទួលរងនៅការឈឺចាប់ផ្លូវចិត្តបែបនេះស្ដាប់ណាប្រើប្រាស់ធនធានទាំងអស់របស់យើងត្រូវតែស្វែងរកអ្នកនាងឲ្យឃើញក្នុងរយៈពេលខ្លីបំផុតបាទហាន់យានកុំធ្វើការហត់ពេកការជាសះស្បើយត្រូវការសម្រាកមើលឯងចុះស្គមអស់ហើយសម្រាប់មនុស្សស្រីបែបនោះវាមិនសមទេមិនជឿខ្ញុំជឿថាមនុស្សស្រីដែលធ្វើបាបលោកច្រើនដងនេះលីវហាន់យានចាំខ្ញុំរកត្បូងនោះឃើញយើងនឹងមិនជួបគ្នាទៀតទេលោកធ្វើពុតជាដេកលក់មែនទេខ្ញុំដឹងថានាងច្បាស់ជានឹងត្រឡប់មករកត្បូងនេះមិនខានលោកបានសន្យាជាមួយខ្ញុំហើយពេលលោកត្រូវបានជ្រើសរើសជាប្រធាននឹងប្រគល់ត្បូងនេះមកឲ្យខ្ញុំរឿងទាំងនេះខ្ញុំបានធ្វើរួចហើយខ្ញុំនៅចង់សុំការយល់ព្រមឲ្យ50លានដល់នាងទៀតផងកុំគិតថាខ្ញុំនឹងអត់ទោសឲ្យលោកឲ្យសោះខ្ញុំដឹងហើយនាងអាណិតខ្ញុំដឹងគ្រប់យ៉ាងហើយខ្ញុំខុសហើយអត់ទោសឲ្យខ្ញុំបានទេខ្ញុំសន្យាថ្ងៃក្រោយខ្ញុំនឹងមិនបាត់បង់ទំនុកចិត្តទៀតទេហើយក៏លែងបង្ខំនាងទៀតដែររឿងមិនទាន់បានដោះស្រាយរួចរាល់ផងបើលោកដឹងថាម្ដាយកូនហាន់ដុងមីមានបំណងអាក្រក់ច្រើនអញ្ចឹងហើយមិនប្រញាប់កំចាត់ពួកគេទៅខ្ញុំច្បាស់ជានឹងមិនលើកលែងឲ្យពួកគេទេពួកគេទម្លាក់កំហុសហើយថែមទាំងធ្វើឲ្យខ្ញុំស្ទើរតែបាត់បង់នាងជារៀងរហូតទៀតផងកុំទាន់ឆេវឆាវអីបើសុនជានឹងលីវជាយានគិតថាខ្ញុំបានបាត់ខ្លួនទៅហើយនោះគួរតែបន្តលាក់ខ្លួនក្នុងទីងឹតសិនល្អជាងឪពុករបស់លោកមានចិត្តលំអៀងយ៉ាងនេះខ្ញុំបារម្ភថាម្ដាយកូនហាន់ដុងមីនៅមានល្បិចទុកនៅក្រៅទៀតខ្ញុំនឹងសហការជាមួយលោកពីទីងឹតអូមែនហើយអំបញ្ញមិញខ្ញុំទៅបន្ទប់លោកឃើញថាថ្នាំដែលខ្ញុំឲ្យលោកត្រូវគេដូរចេញហើយច្បាស់ជាលីវជាយានអ្នកដូរវាហើយនេះគឺជាថ្នាំបន្សាបដែលខ្ញុំសុំឲ្យលោកប្រញាប់លេបវាទៅខ្ញុំចង់ឲ្យនាងបញ្ចុកខ្ញុំបើលោកមិនលេបទេខ្ញុំនឹងចាក់អំជុលឲ្យលោកសន្លប់សិនរួចហើយហែកមាត់លោកបញ្ចុកឲ្យលេបមិនខានលេបក៏បានចុះគាត់គិតយ៉ាងម៉េចបន្តិចទៀតនាងលាក់ខ្លួនសិនទៅចាំខ្ញុំដាស់គាត់ឲ្យភ្ញាក់នាំគាត់ចេញទៅក្រៅទៅតាក់ទងជាមួយម្ដាយកូនហាន់ដុងមីខ្ញុំគ្រាន់តែចង់សួរអ្នករាល់គ្នាមួយសំណួរប្រពន្ធខ្ញុំនៅឯណាឲ្យប្រាកដបងស្រីគាត់ទៅលេងសមុទ្រការ៉េបៀនបាត់ហើយបងប្រុសធំគាត់មិនបានប្រាប់បងទេអីនាងមិនបានឡើងយន្តហោះតតែសោះកុហកខ្ញុំសួរម្ដងចុងក្រោយតើប្រពន្ធខ្ញុំនៅឯណាឲ្យប្រាកដអាឡូជូនដំណឹងទៅសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនលីវជាយានសង្ស័យថាបានប៉ុនប៉ងមនុស្សឃាតចាប់ជំរិតឃុំឃាំងមនុស្សបទល្មើសសេដ្ឋកិច្ចប
បញ្ឈប់ពីការងារភ្លាមហើយជូនដំណឹងដល់ប្រព័ន្ធសន្តិសុខទាំងអស់របស់ក្រុមហ៊ុនប្រើប្រាស់កម្រិតការពារខ្ពស់បំផុតពេលនេះខ្ញុំនឹងឲ្យអ្នករាល់គ្នាដឹងថាច្បាប់នៃល្បែងមួយនេះគួរតែត្រូវកំណត់ដោយនរណានេះមានរឿងអីហ្នឹងលោកកើតអីហ្នឹងបងប្រុសមានអារម្មណ៍យ៉ាងម៉េចដែរកុំបង្ខំខ្លួនឯងអីថ្នាំរបស់បងត្រូវខ្ញុំដូរតាំងពីយូរហើយឯងនិយាយអ្វីខ្ញុំថ្នាំរបស់បងត្រូវបានខ្ញុំដូរទៅជាថ្នាំពោរ៉ាំរ៉ៃបាត់ទៅហើយលើកនេះចាំមើលថាតើបងស្លាប់ឬក៏អត់ហាដុំថ្មរារាំងផ្លូវខ្ញុំមួយនេះត្រកូលលីវគួរតែក្លាយជារបស់ខ្ញុំតាំងពីយូរមកហើយថ្នាំពុលនេះនឹងធ្វើឲ្យបងលាបន្តិចម្ដងដូចជាភពរួចហើយបាត់ខ្លួនទៅដោយគ្មាននរណាដឹងឡើយអូយកូនប្រុសច្បងត្រកូលលីវកាត់អីហ្នឹងមើលទៅគួរឲ្យអាណិតដល់ហើយហាបងថ្លៃបងមើលចុះបើកាលនោះបងជ្រើសរើសខ្ញុំវាមិនល្អទៅហើយទេចេះទៅតាក់ទងជាមួយនាងចង្រៃសុនហួយនោះពេលនេះឃើញទេកម្មដាមតន់ហើយដើម្បីកាត់ផ្តាច់បញ្ហានៅថ្ងៃក្រោយពួកយើងចាក់ម្នាក់មួយចូលទៅពួកយើងសុទ្ធតែស្ថិតនៅលើទូកតែមួយហើយធ្វើបែបនេះទើបមានសាមគ្គីភាពអ្នកចាប់ផ្ដើមមុនទៅមកគ្រូពេទ្យជឿដោះស្រាយបងប្រុសខ្ញុំរួចរាល់ខ្ញុំចែកឲ្យអ្នក500លានស្នេហាមិនអាចប្រៀបនឹងនំប៉័ងបានទេបងប្រុសកុំបារម្ភអីលឿនណាស់ម្នាក់មួយកំបិតបញ្ជូនបងទៅចុះនរកភ្លាមហើយហេតុអីបានជាត្រូវធ្វើបែបនេះខ្ញុំមិនដែលធ្វើអាក្រក់ដាក់អ្នករាល់គ្នាទេមិនបានធ្វើអាក្រក់ដាក់លីវហានយៀនលោកឈរនៅតំណែងជាអ្នកស្នងរកត្រកូលលីវរីករាយនឹងកិត្តិយសនិងទ្រព្យសម្បត្តិទាំងអស់នេះចុះខ្ញុំវិញត្រូវរស់នៅក្រោមស្រមោលរបស់លោករហូតមែនហើយបងដឹងទេថាសុខភាពបងប៉ុន្មានឆ្នាំនេះហេតុអីបានជាចេះតែខ្សោយទៅហាគឺដោយសារតែខ្ញុំដាក់ថ្នាំពុលក្នុងអាហាររបស់បងម្ដងបន្តិចជារៀងរាល់ថ្ងៃមើលរាងកាយបងចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំពិតជាមានក្តីសុខណាស់ហាប្រាប់ការពិតទៅចុះគ្រោះថ្នាក់ចរាចរណ៍កាលពី3ខែមុនថែមទាំងចូលសម្លាប់ដែលធ្វើឲ្យបងខ្លាចជាមនុស្សការរៀបចំរបស់ម្ដាយខ្ញុំប៉ាចង់ឲ្យខ្ញុំស្នងមរតកគ្រួសារលីវទើបរៀបចំផ្លូវទុកឲ្យខ្ញុំអ្នកដែលបើកឡានបុកគឺខ្ញុំនឹងឯងគួរឲ្យស្ដាយដែលបងមានសំណាងរស់ប៉ះចំសុនអ៊ិនហួយស្អីនោះមកជួយសង្គ្រោះបងនិយាយពីសុនអ៊ិនហួយរឿងដែលលោកបានឃើញទាំងអស់តាមពិតគឺខ្ញុំលួចថតទេនាងស្រឡាញ់តែលោកម្នាក់គត់រំជើបរំជួលទេលោកគឺគ្រាន់តែជាមនុស្សបរាជ័យទាំងស្រុងម្នាក់ជាមនុស្សកំសត់ដែលត្រូវអ្នករាល់គ្នាក្បត់និងរៀបចំផែនការធ្វើបាបគ្រួសារលីវចាប់ពីថ្ងៃនេះទៅជារបស់ខ្ញុំហើយទៅដោយសន្តិភាពចុះឈប់ភ្លាមហេតុអីនាងមកនៅទីនេះពាក្យនេះមិនគួរឲ្យលោកនិយាយជាមួយអ្នកដទៃទេដឹងសុនហួយនាងចូលមកបានដោយរបៀបណានាងចង់ធ្វើអីសន្តិសុខទៅណាអស់ហើយ
នាងមកហើយបានប្រយោជន៍អីទៅថ្នាំពោដែលគាត់ត្រូវគ្មានអ្នកណាអាចព្យាបាលបានទេពួកយើងចាក់ម្នាក់មួយបញ្ចូលសុនហួយខ្ញុំឲ្យឱកាសនាងរស់ម្ដងបើឥឡូវនេះនាងលុតជង្គង់សុំទោសខ្ញុំនឹងដោះលែងនាងថ្ងៃនេះល្បិចកលរបស់អ្នករាល់គ្នានឹងមិនអាចសម្រេចបានឡើយមើលទៅជំងឺឆ្កួតរបស់នាងនៅមិនទាន់ជាទេមែនទេនិយាយផ្ដេសផ្ដាស់ទៀតហើយអ្នកណាគេនៅទីនោះអូសមនុស្សពីរនាក់នេះចេញទៅយកទៅឲ្យត្រីសីមនុស្សទៅណាអស់ហើយអញ្ចឹងខ្ញុំសម្លាប់នាងមុនលីវជីយានលោកមិនបានពោលទេមែនទេដោយសារតែខ្ញុំមានប្រពន្ធល្អម្នាក់រាល់ទង្វើរបស់អ្នករាល់គ្នាបន្តិចទៀតប៉ូលីសនឹងដឹងហើយអំបញ្ញមិញពួកយើងក៏មិនបាននិយាយអីដែរតើមែនទេនោះប្រហែលជាការយកសពដោយសារលោកពលហើយបងជីយាននិយាយត្រូវបើគ្មានភស្តុតាងទេពាក្យដែលលោកនិយាយប្រកាសជាមិនមានអ្នកណាជឿទេខ្ញុំដឹងហើយថាពួកឯងនឹងទើបខ្ញុំខ្លាញ់ធ្វើជាឲ្យពួកឯងបញ្ចេញកន្ទុយប្រាប់ការពិតទៅចុះគ្រោះថ្នាក់ចរាចរណ៍កាលពី3ខែមុនថែមទាំងបញ្ចូលសម្លាប់ដែលធ្វើឲ្យបងខ្លាចជាមនុស្សការរៀបចំរបស់ម្ដាយខ្ញុំប៉ាចង់ឲ្យខ្ញុំស្នងមរតកគ្រួសារលីវទើបរៀបចំផ្លូវទុកឲ្យខ្ញុំដោយចាត់ការបងចោលអ្នកដែលបើកឡានបុកខ្ញុំគឺគេនឹងឯងគួរឲ្យស្ដាយដែលបងមានសំណាងរស់នេះពិតជាសម្លេងច្បាស់ល្អមែនមានត្រឹមសម្លេងនៅមិនទាន់គ្រប់គ្រាន់ទេខ្ញុំនៅមានវីដេអូកាមេរ៉ាសុវត្ថិភាពទៀតលើកមុនដែលនាងមួលបង្កាច់អិនហួយខ្ញុំក៏បានដាក់កាមេរ៉ាសុវត្ថិភាពនៅទីនេះដែររាល់ទង្វើរបស់អ្នករាល់គ្នាសុទ្ធតែស្ថិតក្នុងការគ្រប់គ្រងរបស់ខ្ញុំការបរាជ័យរបស់អ្នករាល់គ្នានៅពេលនេះគឺសុទ្ធតែដោយសារតែភាពប្រអើតប្រទុំរបស់អ្នករាល់គ្នាខ្លួនឯងគឺគាត់គឺជាគំនិតរបស់គាត់គឺគាត់អ្នកបញ្ចុះបញ្ចូលជាយានអាហារជាយានគឺជាប្អូនប្រុសបង្កើតរបស់លោកណាមិនមែនអ្នកនឹងជាយានដោយសារតែលោកខ្លួនចង់បានទ្រព្យសម្បត្តិទេបងអិនហួយបងជឿខ្ញុំទៅរឿងទាំងអស់នេះគឺពួកគេបង្ខំខ្ញុំឥឡូវនេះឆ្កែខំឆ្កែគ្នាឯងគ្មានប្រយោជន៍ទេពួកឯងគ្មានអ្នកណារួចខ្លួនទេបងប្រុសប៉ូលីសនឹងមកដល់ឆាប់នេះហើយលេខាចាងយកពួកគេទាំងអស់គ្នារួចហើយបង្កកទ្រព្យសម្បត្តិរបស់មនុស្សដែលពាក់ព័ន្ធនឹងពួកគេទាំងអស់ភ្លាមបង្កកទាំងអស់ខ្ញុំនឹងធ្វើឲ្យពួកគេដកលុយមិនបានសំបីតែមួយកាក់បាទចាត់ការភ្លាមទី2ទិញពួកគេចេញពីត្រកូលលីវជាបន្ទាន់ហើយដកហូតអត្ថប្រយោជន៍និងប្រាក់ចំណេញទាំងអស់តែពួកគេទទួលបានពីគ្រួសារហើយនាងខ្ញុំនឹងទៅពន្យល់ដោយផ្ទាល់ប្រាប់សមាគមគ្រូពេទ្យសូមឲ្យពួកគេដកហូតអាជ្ញាប័ណ្ណជាគ្រូពេទ្យរបស់នាងចេញលីវហានយានលោកពិតជាសាហាវមែនទោះស្លាប់ទៅជាខ្មោចក៏ខ្ញុំមិនលើកលែងឲ្យលោកដែរជីយានកូនហើយនាងបងស្រីនាងនឹងដោះស្រាយជាមួយនាងបងអិនហួយផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតទៅខ្ញុំនឹងជួយបងសងសឹកពួកគេមិនអាចធ្វើបាបនេះគឺជាភស្តុតាងទាំងអស់ដែលខ្ញុំបានកត់ត្រាទុកនៅក្បែរពួកគេរាល់ពេលដែលពួកគេនិយាយពីផែនការខ្ញុំសុទ្ធតែថតសម្លេងតាមពិតដើម្បីការពារខ្លួនឯងពេលមានអាសន្នប៉ុណ្ណោះពេលនេះខ្ញុំប្រគល់វាឲ្យបងទាំងអស់សុនជានាងធ្វើស្អីហ្នឹងបងអិនហួយបងលើកលែងឲ្យខ្ញុំទៅរឿងទាំងអស់នេះគឺលីវជាយាននិងម្ដាយគេជាអ្នកបង្ខំខ្ញុំទេបងមើលនេះគឺជាភស្តុតាងដែលគេគំរាមខ្ញុំកូនខ្ញុំមានកូនសូមដោះលែងខ្ញុំទៅបងស្រីហួយសុនជាពេលនេះនាងចង់ជន់ក្បាលខ្ញុំរត់មែនទេលីវជាយានឯងជាមនុស្សអត់បានការឯងពិតជាគិតថាខ្ញុំចាញ់បោកឯងមែនទេខ្ញុំប្រាប់ឯងចុះកូននៅក្នុងពោះនេះមិនមែនជារបស់ឯងទេឯងជាមនុស្សអត់បានការទៅស្លាប់ទៅគឺឯងដែលញុះញង់ខ្ញុំឲ្យដណ្ដើមតាំងពីតូចមកពីឯងអ្នកទាំងអស់គ្នាទៅស្លាប់ទៅព័ត៌មានថ្មីបំផុតអតីតនាយកប្រតិបត្តិក្រុមហ៊ុន Liv Group លោកលីវជាយានជាប់សង្ស័យពីបទល្មើសធ្ងន់ធ្ងរជាច្រើនរួមទាំងការប៉ុនប៉ងមនុស្សឃាតការច្បោកសេដ្ឋកិច្ចចំនួនដ៏ធំការឃុំឃាំងខុសច្បាប់ជាដើមត្រូវបានប៉ូលីសចាប់ខ្លួនដោយជោគជ័យនៅថ្ងៃនេះ
មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅកន្លែងកើតហេតុគេដឹងថាសំណុំរឿងនេះក៏ពាក់ព័ន្ធនឹងហានតុងមីស៊ុនជីជីឈីយឺយីងនិងជនសង្ស័យជាច្រើនអ្នកទៀតស្ថានភាពអ្នករងរបួសនិងស្លាប់កំពុងត្រូវបានផ្ទៀងផ្ទាត់អាឡូបងប្រុសហានតុងមីបានស្លាប់នៅនឹងកន្លែងស៊ុនជីជីរងរបួសធ្ងន់សន្លប់គ្រូពេទ្យនិយាយថាភាគច្រើនអាចក្លាយជាមនុស្សរុកជាតិលីវជាយានឈួតបាត់ហើយពួកគេរៀបចំបញ្ជូនគាត់ទៅធ្វើតេស្តផ្លូវចិត្តនេះជាអ្វីដែលពួកគេស័ក្តិសមនឹងទទួលបានអ្វីក៏ចប់សពគ្រប់ល្អណាស់តេលីវហានយៀនចុះចំណងកិច្ចសន្យារបស់យើងតើត្រូវបញ្ចប់ដែរឬទេអូននៅតែចង់ចាក់ចេញមែនទេលីវហ៊ានយៀនបងប្លែកទៅហើយមិនមែនជាមេគ្រួសារលីវម្នាក់នោះទៀតទេធ្លាប់និយាយថាមិនស្រឡាញ់អូននោះអីបងស្រឡាញ់អូនប៉ុន្តែអូនគិតថាបងស្រឡាញ់មិនទាន់គ្រប់គ្រាន់ទេបើមិនដូច្នោះទេហេតុអ្វីមិនបដូរកិច្ចសន្យាទៅជាកិច្ចសន្យាគ្មានកំណត់នោះទៅពីព្រោះនៅក្នុងបេះដូងរបស់បងអូនគឺជារបស់បងយូរមកហើយ